នេះគឺនិយាយពីនេះពីនោះទេប៉ុន្តែដោយសារឃើញបញ្ហាព្រំប្រទល់ដែនរបស់យើងខ្មែរថៃហ្នឹងអត់មានទីបញ្ចប់ទេថៃវាធ្វើសកម្មភាពរហូតបងប្អូនណាអស់ពីដាំដើមឈើដាំដូងវាឈូសកំទេចផ្ទះវារាយបន្លាលួសវាដាក់កងទ័រគឺទៅសកម្មភាពថៃវាធ្វើអ្វីអត់ឈប់ទៅប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាលតកូលហ៊ុនដឹកនាំដោយតកូលហ៊ុនហ្នឹងគឺអត់មានអឺអ្វីដែលទប់ស្កាត់សោះក្រៅពីចេញលិខិតថ្កោលទោសក្រៅពីហៅពួកដែលស្អី AOT ក្រុមសង្កេតការពិសេសហ្នឹងទៅចុះថតរូបចុះហាត់ថតរូបពរាយទៅត្រួតពិនិត្យក្រៅពីហ្នឹងវាអត់មានធ្វើអីទេហើយការចុះទៅត្រួតពិនិត្យរបស់ក្រុម AOT ហ្នឹងវារាប់សិបដងហើយបងប្អូនណាសឹងរាប់មិនអស់ហើយយើងនិយាយចំរឿងបញ្ហាព្រំដែនហ្នឹងយើងសឹងតែខ្ជិលសឹងឈប់និយាយព្រោះវាអត់មានរីកចម្រើនទៅមុខទេវានៅតែដដែលហ្នឹងបាទដែលចំណាត់វិធានការអីប្តឹងក៏មិនប្តឹងធ្វើអីក៏មិនធ្វើគឺដដែលហ្នឹងការពិតគេចង់ធ្វើអ្វីដែលដោយប្រជាពលរដ្ឋខ្មែរយើងភ្លេចគិតគូរពីរឿងបញ្ហាថៃពាត់យោដីបញ្ហាប្រជាពលរដ្ឋយើងអត់មានផ្ទះនៅចាក់ចេញពីផ្ទះសម្បែងអាហ្នឹងគេអត់និយាយគេចង់លុបបំបត្តិព័ត៌មាននឹងចោលគេបង្កើតព្រឹត្តិការណ៍អីផ្សេងមកនិយាយចឹងទៅឃើញនៅក្នុងបណ្ដាញសង្គម Facebook នេះគឺចេញមកបងប្អូនអូព្រឹត្តិការណ៍ផ្សេងច្រើនចេញមកមិនជុំបញ្ចូលស្រុកខ្មែរគឺរឿងកើតមកមិនជុំបញ្ចូលប៉ុន្តែអត់មានការដោះស្រាយអ្វីទាំងហើយឃើញថ្មីនេះឃើញស្រីជនបរទេសម្នាក់មកឆ្លោះគ្នាណាជាមួយនឹងសិល្បករខ្មែរកំពុងតែថតរូបថតអីស្លៀកសម្លៀកបំពាក់ឈុតជាប្រពៃណីខ្មែរហើយគេចេញមកនិយាយថានឹងជាឈុតរបស់ថៃទេហើយអីយើងយកឈុតថៃក៏ប៉ុន្តែយើងមកពីក្រសួងវប្បធម៌របស់ខ្មែរហ្នឹងអត់បានបញ្ជាក់ពីអ្វីមួយជារបស់ខ្មែរអ្វីមួយរបស់ថៃហើយពិភពលោកគេមើលឃើញមកគេឃើញតែរបស់ថៃបាទគេឃើញតែថៃព្រោះហើយគេនាំគ្នាថាខ្មែរយ៉ាងមួយរបស់ថៃយ៉ាងក៏ពិតយ៉ាងដឹងគ្រប់គ្នាថានៅក្នុងអាស៊ីអាគ្នេយ៍នេះគឺមានតែកម្ពុជាយើងទេដែលជាទឹកដីចំណាស់ជាងគេអង្គរវត្តសាងសង់មុននឹងប្រទេសថៃកើតមកទៀតហើយយើងមិនអាចលុបប្រវត្តិសាស្ត្រយ៉ាងបានទេប៉ុន្តែពួកគេមានអំណាចជាងគេមានឥទ្ធិពលជាងគេចង់លុបបំបាត់គេថាខ្មែរយើងទេដែលអ្នកលួចវប្បធម៌គេហើយទឹកដីខ្មែរយើងសពថ្ងៃហ្នឹងជាទឹកដីថៃអង្គរវត្តហ្នឹងគឺសាងសង់ដោយជនជាតិខមហើយជនជាតិខមហ្នឹងគឺជាដើមកណើតគេគឺជាជនជាតិដើមរបស់ថៃទេមិនមែនខ្មែរយើងទេអញ្ចឹងបងប្អូនគេមួលបង្កាច់មួលនេះអញ្ចឹងហេតុអីបានជាគេខំព្យាយាមបង្រៀនឲ្យកូនសិស្សគេឲ្យជនជាតិគេយល់ដឹងពីខាងហ្នឹងម្លេះចុះខាងខ្មែរយើងហេតុអីក៏អត់មានការសិក្សាបរិញ្ញាអត់មានចែកចាយទៅពិភពលោកឲ្យគេដឹងថាវប្បធម៌ខ្មែរយើងឯកសារបារាំងស្រាវជ្រាវមកសូម្បីតែប្រាសាទទាំងឡាយនៅក្នុងទឹកដីថៃហ្នឹងគឺសាងសង់ដោយស្ដេចខ្មែរទាំងអស់អត់មានស្ដេចថៃសិតតែចំនួនតាំងពីជ័យវរ្ម័នទីប្រមាណដែលបែរសាងសង់ប្រាសាទបារាំងហ្នឹងគេបងប្អូនការពិតយើងមានប្រវត្តិសាស្ត្រដ៏យូរអង្វែងមកហើយសឹងតែខ្មែរយើងចំនួននេះសឹងតែអ្នកខ្លះអត់ស្គាល់ផងបងប្អូនអត់ស្គាល់ឬគល់ដើមកំណើតយើងចេញពីណាមកផងអត់ដឹងថាអញ្ចឹងយើងកើតមកដឹងតែរបស់សៀមហើយយើងសម្បីតែម្ហូបអាហាររបស់យើងវាថៃស្ទើរលួចពីយើងទាំងអស់យកទៅប្រើប្រាស់ទាំងអស់ប៉ុន្តែគេកន្លែងតិចមកគេធ្វើជារបស់គេទៅហើយដល់ពេលយើងនេះចាប់ផ្ដើមយករបស់គេខ្ញុំមកប្រើប្រាស់យកមកលក់អីនៅក្នុងស្រុកយើងវិញហើយរឿងបញ្ហាតំណែងថៃហូហ៊ុនសែនជាអាស្រ័យតែពហិការកំប្រើរបស់ថៃការពិតស្រុកខ្មែរបើអត់មានរបស់ថៃលក់អត់មានប្រើប្រាស់ទេហើយរបស់ខ្មែរយើងក៏អត់មានដែរសពថ្ងៃនោះគេចឹងដែរគឺបបតកូលហ៊ុនបោកប្រាស់ដែលប្រជាពលរដ្ឋយើងធ្វើឲ្យយើងមានកំហឹងជាមួយសៀមអាខ្លួនឯងទំនាស់ជាមួយសៀមធ្វើឲ្យបាត់បង់ទឹកដីធ្វើឲ្យសៀមវាយពាត់ព្រំដែនទាំងអស់ហ្នឹងអត់និយាយទេទៅចោទកំហុសដាក់លើគេអ្នកក្រៅអ្នកនៅក្រៅស្រុកចោទសំរងស៊ីថាធ្វើបាត់បង់ទឹកដីសំរងស៊ីចូលដៃជាមួយថៃអីទៅវិញបងប្អូនវាទៅជាកលាប់ចាក់ទាំងអស់ហ្នឹងខ្ញុំឆ្ងល់ជនជាតិអមេដឹកនាំកម្ពុជាយើងរបបតកូលហ៊ុនហ្នឹងវាបង្កើតគេខ្លាំងដែរហើយđâyអត់ទទួលស្គាល់ការពិតសោះអញ្ចឹងបងប្អូនបាទហ្នឹងឯងសូមសួរបងប្អូនជម្រាបសួរបងប្អូនចូលមកក្រោយតាលិនស៊ីមរៀបឈុតនឹងសៀមវាឡាំប៉ាម្ដងហើយ
ចំពោះខ្ញុំនិយាយយ៉ាងត្រង់បងប្អូនណាខ្ញុំក៏អត់ដឹងដែរខ្ញុំមិនអាចបញ្ជាក់ណាមួយខ្មែរណាមួយថៃទេតើអ្នកជំនាញខាងវប្បធម៌ចេញមកបកស្រាយបញ្យល់ប្រាប់បងប្អូនឲ្យដឹងទៅបានយើងដឹងបាទបងសុសាតអាស៊ីមឡុងវាថារដ្ឋាភិបាល$23មិនដឹងពីសៀមឆ្លៀនពីទឹកដីខ្មែរទេបែរជាដឹងរដ្ឋាភិបាលខ្មែរគ្នាឯងទៅវិញតែដឹងវាចេញមកបច្រាស់អញ្ចឹងបងប្អូនណាវាចេញមកបច្រាស់អញ្ចឹងបាទយន់បាទសួស្ដីវិស័យប្រុសខ្ញុំជិះចិត្តស្ដាប់អ្នកទាំងពីរណាបាទអរគុណបាទយន់ស្ដាប់ហើយជួយ share ផងបងប្អូនហើយខ្ញុំដឹងថាខាងក្នុង YouTube បាទយន់គាត់មើលខាង YouTube បាទខាង YouTube យើងមានអ្នក subscriber 2.6k ទេបងប្អូនណាអ្នកចុចតិចមែនប៉ុន្តែអ្នកចូលមើលច្រើនចុះស្មើនឹង Facebook បាទហើយខាង Facebook អ្នក follow យើងច្រើនដែរជាង30000អ្នកដែរប៉ុន្តែពេល live ម្ដងអ្នកមើលមិនបាន1%ផងបាទហ្នឹងហើយហើយប្រហែលថ្ងៃនេះដូចរៀងខ្សោយបងប្អូនចុះខ្សោយមែនទែនបាទមិនមែនមកពីពួកយើងទេប្រហែលជាមិនដឹងជាបញ្ហាអីទេបាទប៉ុន្តែមិនអីទេសំខាន់គឺការគ្រប់គ្រងរបស់បងប្អូននៅតែមានយើងតែបន្តធ្វើដំណើរទៅទៀតបាទខ្ញុំអត់យល់ពួកហ្នឹងទេបងសុសាតយើងដាក់ពាក្យបណ្ដឹងថៃឆ្លៀនពៀនថៃផ្លោងចូលដីខ្មែរថៃបំផ្លាញសម្បត្តិគតិកភណ្ឌជាតិរបស់យើងថៃបំផ្លាញភូមិឋានខ្មែរយើងប្លង់សាលារៀនប្លង់អីសពបែបយ៉ាងយើងដាក់ពាក្យបណ្ដឹងជំនួសឲ្យជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែងដែលត្រូវសៀមបណ្ដឹងចេញផ្ទះយើងដាក់ពាក្យបណ្ដឹងមេដឹកនាំថៃមេតបថៃទាំងអស់ដែលបញ្ជាការបាញ់បង្ហាទាំងអស់ហ្នឹងខ្ញុំអត់យល់ហេតុអីបានជាពួកវាប្រឆាំងនឹងការប្តឹងរបស់យើងវិញហើយការប្តឹងរបស់យើងតើធ្វើឲ្យបាត់បង់ទឹកដីឬទេយើងកំពុងតែជួយរបបភ្នំពេញហ្នឹងតាយើងដឹងថារបបភ្នំពេញនឹងវាផ្ដាច់ការយើងមិនពេញចិត្តវាមែនប៉ុន្តែយើងក្នុងនាមជាខ្មែរយើងត្រូវតែការពារទឹកដីខ្មែរទាំងអស់គ្នាអានឹងជាបំណងល្អរបស់ពួកយើងធ្វើទៅខ្ញុំមិនយល់ហេតុអីបានវាចេះតែគិតចឹងចេះតែចោលចឹងចេះតែចោលតែយើងដើររាយស្រោមសវត្តបងប្អូនណាការប្តឹងទៅតុលាការ ICJ ហ្នឹងណាយើងត្រូវការជួលលុយមេធាវីអន្តរជាតិដែលមេធាវីគេចេះច្បាប់គេចេះច្បាប់គេជួយយើងទៅផ្នែក ICC ហ្នឹងហើយចំណាយលុយមិនតិចទេបងប្អូនហើយរដ្ឋាភិបាល$23យើងតើមានប្រាក់ចំណូលពីណាមកគឺមានតែត្រូវការពឹងបងប្អូនដែលនៅក្រៅស្រុកនេះអ្នកដែលឆ្លាញ់ជាតិពិតគាត់ជួយទាំងអស់ហ្នឹងហើយគណៈព្រឹទ្ធភូរបស់យើងអ្នកដែលធ្វើការទាំងអស់ហ្នឹងសិតតែអ្នកចំណាយធនធានថវិកាខ្លួនឯងពេលវេលាធ្វើដំណើរទៅជួបអីសិតតែចំណាយលុយខ្លួនឯងទាំងអស់បងប្អូនណាអត់មានយើងមិនបានដឹកនាំប្រទេសយើងមិនមានប្រាក់ចំណូលយើងអត់បានមានដកពន្ធដារពីណាយើងអត់បានលុយពី scam online អីទាំងអស់ហ្នឹងទេយើងអត់មានលុយលក់ប្រេឈើលក់អីទាំងអស់ប៉ុន្តែហេតុអីវាឈឺឆ្អាលខ្លាំងម៉េចអាកន្លែងហ្នឹងវាព្រួយបារម្ភឲ្យខ្ញុំនិយាយមិនសល់មិញម្ដងហើយយើងនិយាយតែទេបងប្អូនវាព្រួយបារម្ភខ្លាចតែយើងប្តឹងថៃទៅឈ្នះថៃសងប្រជាជនខ្មែរយើងទៅវាធ្វើឲ្យវាបាក់មុខមិនបងប្អូនកន្លែងហ្នឹងចុះវាអួតថាវាការពារជាតិវាស្រឡាញ់ប្រទេសជាតិវាការពារប្រជាពលរដ្ឋបើការពារប្រជាពលរដ្ឋហេតុអីវាមិនប្តឹងដល់ពេលពួកគេមិនប្តឹងយើងអ្នកចេញមកប្តឹងហើយវាមកចោទយើងទាំងអស់នឹងទៀតបងប្អូនយើងឆ្ងល់ហ្នឹងទេហើយអារឿងវាចោទថាមិនប្តឹងថៃទៅប្តឹងមេដឹកនាំខ្មែរបងប្អូនថាមេដឹកនាំខ្មែររបបតកូលហ៊ុនហ្នឹងណាមិនបាច់ណាគេប្តឹងទេគេក៏ដឹងគ្រប់គ្នាអស់ហើយគេថារបបផ្ដាច់ការហ្នឹងវានៅពីក្រោយខ្នងការចោះបោកអនឡាញហ្នឹងបាទអត់ទេគេសង្កេតមើលឃើញគេដឹងឥឡូវហ្នឹងឃើញចេញមកម្នាក់ទៀតហើយបងប្អូនណាគឺឈ្មោះស្អីនោះក្នុងក្រសួងការបរទេសនោះដែលលួចกระดาษវីសាទៅធ្វើឲ្យពួក scam online ជាង10000សន្លឹកជាងបងប្អូនណាហើយលុយយុទ្ធនាអស់ទេបោកប្រាស់គេសឹងសិតតែចេញពីពួកតកូលហ៊ុនទាំងអស់ហើយវាអត់និយាយវាមកចោទថារដ្ឋាភិបាលក្រៅប្រទេសចោទថាយើងចេះចោទទៅវិញខ្ញុំឆ្ងល់មែនទេ
មិនឆាយជិះសួរបងប្អូនអរគ្នាបងវិសាចហ្នឹងហើយអត់ណាក្នុងឡានតជប់ទេ នៅក្នុងឡានទុំតែមកដល់ផ្ទះតើណាយបងថ្ងៃនេះយើងនិយាយអីគេថ្ងៃនេះយើងថ្ងៃសៅរ៍អាទិត្យយើងដឹងហើយគឺដែលចង់ដាក់តាណាដាក់ទៅគឺយើងដឹងស្រាប់ហើយថ្ងៃអាទិត្យគឺថ្ងៃវាយក្បាលពុទ្ធលោកប៉ុន្តែថ្ងៃនេះខ្ញុំលើកប្រធានបទមួយមកជាគោលគឺថៃដាក់បង្រាយកងទណថែម14ទីតាំងទៀតហើយនៅច្រកបឹងតគួនបាទទៀតយើងយកអត្ថបទហ្នឹងមកនិយាយប៉ុន្តែយើងនិយាយថាពួកអាជីវអាលចោតយើងថាអ្នកដែលយើងទៅប្តឹងទៅ ICJ ដំបងវាថាយើងបោកដែលវាថាយើងបោកប្រមូលស្រមសម្បត្តិថាมันអាចប្តឹងទេมันអាចមានលទ្ធភាពប្តឹងឯពួកចេញមកច្រើនណាស់យកមានលទ្ធភាពប្តឹងក៏មានអញ្ចឹងដល់ពេលឥឡូវយើងទៅជួប ICJ ហើយICC សំភុំបងប្អូនយើងទៅដល់តុលាការ ICC ហើយវាចោទយើងថាយើងអត់ប្តឹងនៅថៃទេតែប្តឹងខ្មែរគ្នាឯងវាឆ្លើយអញ្ចឹងពួកវាបកកែមែនបងប្អូនវាកលាច់គាត់ដូចតុងអញ្ចឹងដូចតុងអញ្ចឹងបងប្អូនចាប់ទៅនេះចាប់ទៅនោះវាឡើងទៅនោះខ្ញុំឆ្ងល់មែនពួកវាបកកែមែនតែបងប្អូនសុំចាញ់នឹងអាភាពកលិចកលុចរបស់វាទទួលស្គាល់ការពិតវាអត់ទទួលស្គាល់ការដឹកនាំវានឹងចោលសៀតអត់ប្រយោជន៍ដោយហ៊ុនម៉ាណែតថ្ងៃមុនគេថាចេញមកចោលតាំងពួកគេស្ដាប់មេដឹកនាំចោលសៀតមេដឹកនាំអត់ប្រយោជន៍ចុះវាអត់ប្រយោជន៍មែនបើគេថាបើវាអត់មានការពារទឹកដីវាអត់មានធ្វើអីឈ្នះគេបន្តិចប៉ុន្តែអួតម៉ែអួតពួកនេះយោបកែអួតបកែអួតហ្នឹងហើយបើយកធ្វើឲ្យឈ្នះគេឈ្នះអួតហ្នឹងហើយហើយវាអួតចឹងតើវាចេះខ្មាស់គេអត់ខ្ញុំឆ្ងល់ទេវាអត់ចេះខ្មាស់ហើយបងឯងសួរអីបើវាចេះខ្មាស់គេវាអួតប៉ុន្តែវាអួតចឹងទៅបើថាអួតទៅវាចំណេញអត់ទេអួតទៅយើងនៅតែខាតដដែលយើងនៅតែបាត់បង់ទឹកដីហើយការងារដែលក្រុម$23យើងធ្វើហ្នឹងគឺដើម្បីទឹកដីដើម្បីប្រជាពលរដ្ឋដើម្បីយុទ្ធធម៌បងប្អូនយើងដែលត្រូវសៀមវាយធ្វើបាបដណ្ដើមកាន់កាប់ផ្ទះសម្បែងវត្តឈូសផ្ទះរបស់គាត់បំផ្លាញដល់ប្រាសាទកតិកភណ្ឌពិភពលោកអស់ប្រមាណកន្លែងគេយកអស់ឲ្យប្រាសាទតាមន់តូចតាមន់ធំប្រាសាទតាកបីប្រាសាទខ្នាប្រាសាទដូនតុនប្រាសាទមួយចំនួននៅតាមព្រំដែនហ្នឹងបងប្អូនណាថៃពាត់យកអស់លីងហើយដល់ពេលយើងប្តឹងថៃវាមកចោទថាយើងឯណាយកប្រមូលស្រោមសម្បត្តិឥឡូវអស់ប្រមូលស្រោមសម្បត្តិថាយើងមិនប្តឹងថៃប្តឹងខ្មែរទេគាត់វាកលិចមកទៀតខ្ញុំពុះចិត្តពួកវាបងប្អូនពួកនេះយើងមិនដឹងនិយាយថាមិនឲ្យត្រូវនឹងទង្វើរបស់ទង្វើថោកទាបរបស់ពួកវាយើងចង់ដាក់សំណួរសួរវិញថាតើពួកវាស្រឡាញ់ជាតិពិតប្រាកដឬអត់ឬមួយក៏ពួកវាជាអ្នកបំផ្លាញជាតិហើយវាមកចោទថាយើងអ្នកការពារជាតិអ្នកសហជាតិពិតប្រាកដវាថាយើងទៅបំផ្លាញពួកវិញហើយរបស់តកូលហ៊ុនហ្នឹងបងប្អូនណាខ្ញុំនិយាយចំជាកណិតរបស់ខ្ញុំអ្នកណាក៏ចង់ប្តឹងវាឲ្យលាយដែរពីព្រោះវាបំផ្លាញវាអត់មានអីចម្រើនដល់ប្រជាជនដល់ប្រជាពលរដ្ឋទេបើខ្ញុំមានសមត្ថភាពប្តឹងបានខ្ញុំប្តឹងអាតកូលហ្នឹងឲ្យណានៃម្ដងបងប្អូនបាទអានេះយើងចង់បញ្ជាក់ចឹងបងវិសាចមួយហ្នឹងមកឯងថាវារករឿងប្តឹងទៅ ICJ សាច់រឿងនឹងចែមែនទេ ICC សាច់រឿងនឹងចែបងយើងមិនត្រឹមតែប្តឹងសៀមទេយើងក៏ប្តឹងរដ្ឋាភិបាលវាដែររឿងហ្នឹងគឺវាអញ្ចឹងហើយបើនិយាយឡំប៉ាវាក្តៅក្រហាយណាស់ពីព្រោះអីដូចបងបាយថាអញ្ចឹងពីដំបូងវាគិតថាវាចោទថាអូពួកនេះបោកនេះគ្មាន ICC អាណាហៅជាពិសេសចេញមកពីក្បាលអាតប៉ែជេមសុកបាទអាតប៉ែជេមសុកបងធរអាឡប់មួយនៅអូហាយ៉ូនោះអានោះបាទហ្នឹងហើយដល់ពេលវាចេញមកទីរផោះតាឯណាកដាស់អញ្ជើញឯណាកដាស់អីដឹងមិនទេយើងប្រាប់ឲ្យដឹងបន្ទាប់ពីនឹងមកយើងឃើញវងពួកវានាំគ្នាទៀមទាកដាស់អីគេមានផោះតាងបង្ហាញអាលិខិតអញ្ជើញហ្នឹងណាដោយទាំងបងចត្រាកែវមួយគេដែរខំប្រឹងមកស្រ័យទៀមទារអាលិខិតបញ្ជាក់ហើយថានាំគាត់ប្រជុំគាត់បានប្រជុំហើយខ្ញុំប្រាប់បងប្អូនឲ្យដឹងប្រជុំថាឥឡូវមិនបាច់ឲ្យពួកនឹងដឹងទេពួកនឹងទាសបុតចឹងមិនបាច់ឲ្យដឹងទេយើងចាំដល់ថ្ងៃហ្នឹងយើងទៅជួបគេអីចឹងហ្មងទៅមិនបាច់ឲ្យពួកនឹងដឹងទេកុំឲ្យពួកនឹងទាអីតាមចិត្តគាត់ថាបង្ហាញពលរដ្ឋខ្មែរឲ្យឃើញតែពួកវាបានតែទាបានតែឡំប៉ាប៉ុន្តែអត់មានការងារធ្វើពិតប្រាកដហើយបញ្ជាក់ពីពលរដ្ឋខ្មែរយើងថាអ្វីពីព័ត៌មានដែលក្រុមការងារយើងបានបង្ហោះបានធ្វើហ្នឹងណាទោះបីជាមិនចាំបាច់បង្ហាញផុសតាងក៏យើងមិនដែលកុហកបោកប្រាស់បងប្អូនជាពលរដ្ឋខ្មែរដែរគឺយើងទៅជួបគេពិតប្រាកដគឺមានការកោះហៅអញ្ជើញឡើងជួបនឹង
តឡាការពិតប្រកបមែនរួមទាំងមេធាវីយើងរួមទាំងអីហ្នឹងអាហ្នឹងហើយបានថាណាហើយពេលអញ្ចឹងឥឡូវនេះវាមកឡំប៉ាស្រ័យអារឿងថាមិនក៏ទៅប្តឹងអីណាហើយចុះបើមិនអោយមិនវាពាក់ព័ន្ធគ្នាវាពាក់ព័ន្ធទៅនឹងអារឿង scam online ដោយសារតែហ៊ុនសែនហ្នឹងបង្កើតឲ្យមាន scam online ហ្នឹងហើយដែលធ្វើឲ្យថៃវាមានលេសមកឆ្លៀនពៀនដីខ្មែរវាធ្វើឲ្យថៃហ្នឹងវាទៅយកស្អីគេអាមណ្ឌល scam online ដែលវាវាយបានហ្នឹងទៅហត់បង្ហោះប្រាប់អន្តរជាតិថាវាមកដើម្បីរំដោះ scam online តាមពិតវាចូលមកឆ្លៀនពៀនដីយើងទេអញ្ចឹងយើងត្រូវប្រាប់ទៅអន្តរជាតិទាំងអស់ឲ្យដឹងពីការពិតអញ្ចឹងហើយបានជាត្រូវពាក់ព័ន្ធជាមួយនឹងរបបអតកូលហ៊ុនឪកូនគឺត្រូវប្តឹងវាគឺដូចគ្នាទៅជាមួយគ្នាវាជាសំណុំកឡងសឡកពឹសដែលវាជាប់តាក់តងរនឹងយ៉ាងណោជាមួយគ្នាអញ្ចឹងហើយបានជាពាក្យបណ្ដឹងហ្នឹងវាត្រូវមានជាប់គ្រួសារតកូលហ៊ុននៅក្នុងហ្នឹងអញ្ចឹងប្រាប់ពួកអស់ហ្នឹងទៅឲ្យវាឡំប៉ាទៅបងឲ្យវាឡំប៉ាទៅសំខាន់ឲ្យតែខ្មែរបានដីមកវិញសំខាន់តែយើងបានប្តឹងថៃទៅអន្តរជាតិហើយក្នុងពេលនេះខ្ញុំខកចិត្តទៅនឹងខ្មែរមួយចំនួនណាដែលអត់មានខួរក្បាលនៅក្នុងខ្លួនណាមិនដឹងជាខួរក្បាលយកទៅណាអស់នៅតែបន្តប្រើពាក្យចោតប្រកាន់វាយប្រហារពួកយើងហើយយើងនឹងថាសៀមចេះសៀមចោះសៀមចេះសៀមចោះខណៈពេលដែលយើងកំពុងតែប្តឹងកំពុងតែរៀបចំមិនដឹងប្តឹងថៃទៅតុលាការអន្តរជាតិ ICC ទៅហើយណាបើយើងអាចប្តឹងទៅ ICC បានយើងប្តឹងទៀតហេតុអីក៏វាមិនយកអាខួរក្បាលដែលវាមានហ្នឹងទៅសួរអតកូលហ៊ុនហេតុអីក៏ពួកវាដែលជាអ្នកកាន់អំណាចដែលជាអ្នកគ្រប់គ្រងប្រទេសមិនយករឿងហ្នឹងទៅប្តឹងសៀមហើយបែរជាពួកយើងអ្នកប្តឹងសៀមវាហៅយើងទៅជាសៀមលេសៀមបិសាចសៀមអីណានេះចេះតែហៅហើយពួកអានោះមានខួរក្បាលវាទៅណាអស់ខ្ញុំអត់យល់សម័យនេះហើយដំណាក់កាលនេះហើយវានៅតែភ្នែកនៅតែខ្វាក់នៅតែភ្លើគេឲ្យស្រ័យតាមគេហៅគេសៀមចេះសៀមចុះហើយចេញមកពាក្យណាពាក្យហ្នឹងចេញមកពីអាកូនយួននៅអូហាយ៉ូហ្នឹងឯងមានមកពីណាហើយគេក៏ល្ងងមែនហើយខ្មែរយើងមួយចំនួននេះក៏ល្ងងមែនឲ្យអាមួយនឹងអូក្បាលបានឲ្យវាបបួលហៅពួកយើងសៀមចេះសូត្រតាមវាដែរបើភ្លើអត់មានចេះគិតពិចារណាតែពួកយើងកំពុងតែប្តឹងសៀមពួកយើងកំពុងតែប្រាប់អន្តរជាតិពីរឿងសៀមឆ្លៀនពៀនហើយយើងអត់គ្រប់គ្រងតាំងពីដើមរឿងទៅច្បាំងគ្នាហ្នឹងឲ្យហ៊ុនសែនបញ្ជូនតបបញ្ជូនយើងបញ្ជូនតបបញ្ជូនអីហ្នឹងឲ្យទៅវាយជាមួយសៀមយើងអត់គ្រប់គ្រងតាំងពីដើមយើងជំរុញឲ្យវាប្តឹងថៃតាំងពីដើមលេងផ្លូវតុលាការអន្តរជាតិតែវាអត់ធ្វើវាធ្លាប់មានទំនាក់ទំនងរស់ស៊ីជាមួយថាក់ស៊ីនណាពឹងថាក់ស៊ីនពឹងក្រុមអីគេក្រុមអាស្អីគេប្រយុទ្ធច័ន្ទអូចាឲ្យតាមចាប់ធ្វើបាបខ្មែរយើងដែលភៀសខ្លួននៅកណ្ដាលទីក្រុងបាងកកវាខុបខិតជាមួយសៀមរាប់ឆ្នាំធ្វើបាបខ្មែរដល់ទៅពេលវាចាប់ផ្ដើមធ្វើជាឆ្កែដាក់គ្នាវាទៅជាមកចោតលៀបពណ៌ថាពួកយើងនឹងសៀមចេះសៀមចុះឲ្យមានអាពួកអត់ខួរមួយចំនួនហ្នឹងហៅតាមវាដែរពណ៌នេះភ្លីភ្លើអញ្ចឹងបានវានៅក្រោមបាតជើងយួនរាប់10ឆ្នាំតកូនតចៅតពូអញ្ចឹងទៅអើយពួកអស់នេះនោះបាទដល់លើករឿងបញ្ហានៅក្រោមយួនហ្នឹងខ្ញុំបានឃើញវីដេអូជេមសុកមួយគេនិយាយថ្ងៃមុនគេថាបើសិនជាមានសង្គ្រាមជុំទី3គេថាឲ្យសៀមប្រយ័ត្នពេលពីព្រោះដំណាក់កាលនេះយើងបត់ចរចាគ្នាជុំបាញ់គ្នាគេឲ្យចូលជើងនៅតាណានៅតានឹងអញ្ចឹងមានបញ្ជាក់ថាទឹកដីខ្មែរយើងដែលសៀមកាន់កាប់ហ្នឹងយើងមិនអាចទីមកវិញបានទេខ្ញុំហៅគាត់ពូចុះខ្ញុំហៅហើយអូយបងបាញ់ទេទៅហៅវាអាជេមសុកទៅពូអីទេអាគេបាញ់ហ្នឹងនោះបងឯងហ៊ានហៅវាពូប្រយ័ត្នការប្រៃប្លុកចោលឡូវហើយជាមួយខ្ញុំហ៎បាយគ្នាឡូវហៅវាពូស្អីទេអាគេបាញ់ក្បាលកដោតែហ្នឹងទៅចឹងគេថាបើសិនជាមានជុំសង្គ្រាមជុំទី3គេថាប្រយ័ត្នដែលយួនស្លៀកពាក់ជាកងទ័ពខ្មែរមកវាយសៀមហើយវាយកាន់កាប់ដល់បឹងកកហើយឈោនៅណានៅហ្នឹងប្រយ័ត្នខ្មែរវាយកាន់កាប់ទឹកដីវិញគេថាខ្ញុំគ្រាន់តែលឺកន្លែងហ្នឹងខ្ញុំថាខ្មោចអាចយោយតានេះនិយាយមកល្ងើលេងដឹងខ្យល់ណាបងប្អូនតាំងពីសង្គ្រាមលើកទី1ទី2យួនណាទៅចាប់ដៃជាមួយសៀមទៅចាប់ដៃជាមួយសៀមអាមេតបយួនគេទៅចាប់ដៃជាមួយសៀមគេសហប្រតិបត្តិការណាមិនលូកលាន់ដៃជួបទីក្នុងគ្នាអត់កន្លែងហ្នឹងហើយចិននេះសិតតែមិត្តដែលថែបមិត្ត10000ឆ្នាំរបស់ហ៊ុនសែនតើគេខ្វល់ខ្វាយជាមួយណាជាមួយខ្មែរជាមួយហ៊ុនសែននេះគេអត់ខ្វល់ខ្វាយគេអត់ជួយទេហើយតាជាស្រុកនឹងទៅជាមានកណិតស្អីចេញពីណាមកនិយាយអញ្ចឹងហើយមួយទៀតគេថាមកពីការឆ្នាំ1979គេមានសន្ធិសញ្ញាចុះហត្ថលេខាគ្នាជាមួយយួនហ្នឹងគេថាបើសិនតែណាអាចគ្រប់គ្រងប្រទេសកម្ពុជាគេនឹងគេសហប្រតិបត្តិការគេលើកតបជួយគ្នាទៅមកគេថាសម្ព័ន្ធមិត្តរបស់គេណាចុះឥឡូវសម្ព័ន្ធមិត្តអីបើសៀមវាយពាន់យកដីឲ្យតែសម្ព័ន្ធមិត្តនឹងអត់ខលខ្វាយសូម្បីថ្កល់ទោសសៀមក៏វាអត់ហ៊ានផងហ្នឹងខ្ញុំថាអាសម្ព័ន្ធមិត្តដែលហ៊ុនសែនចុះហត្ថលេខាហ្នឹងលុះត្រាតែមាន
ភាគីខ្មែរយើងមកជាហ៊ានទៀតដែលវាយដួលរលំរបបតកូលហ៊ុនទេអាហ្នឹងបានយួនចេញមកជួយបើសិនជាយួនចេញមកជួយវាយជាមួយប្រទេសផ្សេងទៀតណាយួនអត់មានសិទ្ធិអំណាចអីទៅហ៊ានធ្វើអញ្ចឹងបើអន្តរជាតិវាស្កប់ទោសពេញអាហ្នឹងអានេះជាកណិតជេមសុកហើយមួយទៀតណាជេមសុកកណិតអញ្ចឹងកណិតក្បត់ជាតិទាំងស្រុងបងប្អូនណាបើសិនជាយកកងទ័ពយួនមកជួយវាយខ្មែរមែនតើយួនវាទីទាទឹកដីអស់ប្រមាណទៀតឥឡូវគ្រាន់តែឆ្នាំ79ហ្នឹងយើងអស់កោះត្រល់យើងអស់ព្រំដែនខាងកើតនឹងរាប់រយរាប់ពាន់ហិកតាបងប្អូនណាខ្ញុំអានឯកសារមើលទៅនៅពេលដែលហ៊ុនសែនចុះហត្ថលេខាបំពេញបន្ថែមកាត់ទឹកដីខ្មែរបោះបង្គោលព្រំដែនថ្មីហ្នឹងគឺយើងបាត់បង់ព្រំដែនខាងកើតហ្នឹងរាប់សិបហិកតាបងប្អូនរាប់ពាន់ហិកតាខ្ញុំនិយាយឲ្យច្បាស់ចេះទៅបាទរាប់ពាន់ហិកតាអាហ្នឹងខ្ញុំចង់តបទៅជិមសុកកន្លែងហ្នឹងបាទបាទអញ្ចឹងគាត់ហៅអាគេទុកអញ្ចឹងទៅអសុសាទកថាយួនលុះអាវុធបាញ់ចម្ងាយ120គីឡូម៉ែត្រឲ្យសៀមចំនួន125ដើមអាហ្នឹងមិនថាហ្នឹងគេបើយួនហ្នឹងវាគិតគូរដល់សម្ព័ន្ធមិត្តវាហ៊ុនសែនហ្នឹងហេតុអីបានទៅលុះអាវុធឲ្យសៀមវិញហើយសៀមវាមិនខ្សោយណាបងប្អូនណាសៀមវាអត់មានសង្គ្រាមរាប់រយឆ្នាំសង្គ្រាមដែលមានសង្គ្រាមពីកាលណាមកម្ល៉េះអាវុធរបស់វាជាតែទំនើបការវឹកហាត់កងទ័ពរបស់វាជាតែតនសម័យទំនើបហើយយើងមានស្អីដោយតលេនិយាយតាំងពីដើមបងប្អូនណាតាំងពីសង្គ្រាមលើកដំបូងយើងអត់ជំរុញឲ្យវាយទេយើងប្រាប់ថាយើងវាយអត់ឈ្នះគេទេកម្លាំងយើងខ្សោយប្រជាជនតិចសេដ្ឋកិច្ចយើងអន់ហើយខ្ញុំគិតស្មានថាវាមិនអត់ដល់ថ្នាក់ហ្នឹងដល់ពេលកងទ័ពចេញវាយទៅបានដឹងអូរខេរខាមែនទេបងប្អូនណាយើងកន្លែងហ្នឹងយើងសំណោះសំណោចកងទ័ពខ្មែររហូតមកដល់ឥឡូវហ្នឹងបងប្អូនណាតើហ៊ុនម៉ាណែតបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថាតើកងទ័ពខ្មែរយើងសង្គ្រាមតាំងលើកទី1លើកទី2ហ្នឹងស្លាប់អស់ប្រមាណអ្នកតើវាបាននិយាយហើយវាថាវិការជួយកងទ័ពដែលបាត់បង់ជីវិតនៅក្នុងសមរភូមិហ្នឹងតើជួយគាត់ប្រមាណគ្រួសារមានធ្វើកន្លែងហ្នឹងទេអត់វាធ្វើសោះហ្នឹងបងប្អូនណាហើយយើងគិតមើលវាគិតតែរឿងឯណាដើរច្រៀងរាំទៅបង្កើតព្រឹត្តិការណ៍ផ្សេងដើម្បីឲ្យយើងមកភ្លេចរឿងហ្នឹងទៅវិញណាបងប្អូនតែកន្លែងហ្នឹងខ្ញុំប្រយ័ត្នហ្មងបាទយ៉ាប់ពួកនេះមិនដឹងជាខុសក្បាលគេអួតថាវាស្រឡាញ់ប្រទេសជាតិអីសពបែបយ៉ាងប៉ុន្តែវាអត់ដែលធ្វើអ្វីសម្រាប់ជាតិទេបាទវាដែរទៅស្រឡាញ់ប្រទេសជាតិអីតាំងពីដើមមកអាពូជតកូលវាហ្នឹងបងប្អូនហើយរឿងទៀមតែចូលមកព្រៀនពៀនដីខ្មែរហ្នឹងក៏អញ្ចឹងដែរពួកយើងដឹងច្បាស់ទាំងអស់គ្នាតាហ្នឹងហើយបងខ្ញុំបានខមមិនមួយប៊ុនហ៊ីក៏ដល់ជរិបសួរសម្ដេចដើរលេងនិងសម្ដេចបិសាចជាទីស្រឡាញ់អូសម្ដេចដើរលេងឯងមិនដាក់ដើរលេងហ្នឹងឯងមើលដល់ឆ្លងអូយគាត់ដឹងថាគេសេខុសហើយប៉ុន្តែធ្វើជាអានទៅខុសទាំងអញ្ចឹងទេខូចទេគេថាសម្ដេចដើរលេងកុំដាក់គាត់ខាងឡើងពេកមើលទៅកាចណាស់សម្ដេចបិសាចនិយាយមកសុភាពគួរស្រឡាញ់យីយើតែប៉ុណ្ណេះបងបិសាចឡើងឈៀមជាងថរុកណាសុខកដោសេអាចស្អប់ជាតិសាសនាបានតែវាមិនអាចស្អប់លុតជង្គង់ជាបានទេវានិយាយគឺបញ្ច្រាស់អត្តន័យទាំងអស់ត្រឹមត្រូវហើយសកាត់ជាងថរុកយល់នៅតាហ្នឹងបាទមាតុភូមិខ្ញុំក៏ថាក្បាលក្រសេះភ្នែកវាកលិបកលាប់ជាប្រភេទមនុស្សឆ្អិនក្បាលស៊ីក្បាលចឹងកតុយស៊ីកតុយបាទត្រឹមត្រូវអីដងសៀងផ្អាប់ហៅវាក្បាលគ្រាប់លុញហៅមិនក៏បានដែរក៏បើតែហៅវាពូខ្ញុំហៅនឹងប្រឈឺទេរិនដាខេមហ្នឹងឯងសំឡេងខ្ញុំគេវាលឺខ្សោយខ្ញុំមិនដឹងមិនដែរបងប្អូនព្រោះខ្ញុំ live នៅក្នុង computer ឥឡូវពីមុនខ្ញុំដាក់microphone ថាខ្សោយឥឡូវខ្ញុំដក microphone ចេញ direct ទៅនៅលឺខ្សោយទៀតខ្ញុំមិនដឹងមិនទេបងប្អូនមានរឿងអីនិយាយទៀតបងប្អូនខ្ញុំនឹកឃើញរឿងមួយទៀតចង់និយាយមានឃើញអាមួយនឹងវាទៅប្រមូលក្រុមសបុតទេអាក្របលុញហ្នឹងអាក្បាលក្របលុញហ្នឹងយើងខ្ញុំគ្រាន់តែចោះលេងជាមួយវាទេយើងអត់ទាន់ដឹងព័ត៌មាននឹងច្បាស់ពិតប៉ុណ្ណាទេបាទព័ត៌មានពិតអីសម្រាប់សេងរតនាមកកំបាត់មុខយូរពេកឮច្បាស់ពីឮច្បាស់អូសម្ដេចព្រាមចូលមកផងហ៎មិនដែរតែឃើញតែហែទឹកសមុទ្រទៀតហើយបានបងវិសាចព្រួលទៅលេងទឹកសមុទ្រម្ដងញ៉ាំអត់ហែលទេលើកនេះគេទៅអង្គុយនៅមាត់ខ្សាច់មកពីបង្អាទៅអង្គុយមើលគូតមួយខ្មៅហ្នឹងសង្ស័យចូលមកវិសាចមិនចឹងចុះអត់នេះហែលទៅទៀត
អូខេនេះខ្ញុំបានឃើញព័ត៌មានមួយបងប្អូនណាដែលថ្ងៃមុនដែលគេសម្ពោធស្អីអាគារសាមគ្គីគេដែលសាមគ្គីចឹងឯងដែលស្ដេចបកោណាស៊ីហមនីចូលទៅ អូសរសើរ ខ្ញុំលោកឯលោកខ្ញុំមិនដឹងទេខ្ញុំមិនចង់ប៉ះពាល់ស្ដេចទេបងប្អូនណានៅអាស៊ាននៅអត់ vậy là anh onបានđâu á យើងប្រទេសយើងជាប្រទេសរាជានិយមហើយដល់ពេលយើងមានស្ដេចដែលអត់ស្រឡាញ់ប្រជាជនខ្លួនឯងអត់ស្រឡាញ់ទឹកដីអត់ស្រឡាញ់ឯខ្លួនឯងហើយយើងទៅសើរជនផ្ដាច់ការអញ្ចឹងគេធ្វើមិនក៏ទៅសើរអញ្ចឹងបើតើយើងឲ្យយើងគោរពយ៉ាងម៉េចបងប្អូនណាកន្លែងហ្នឹងខ្ញុំមិនចង់ប្រើពាក្យសម្ដីធ្ងន់ធ្ងរបាទប៉ុន្តែខ្ញុំឃើញសារព័ត៌មានមួយគេចុះផ្សាយអញ្ចឹងណាឥឡូវយើងចូលមកអានដល់គ្នាពីម្សិលមិញប្រហែលជាបងប្អូនយើងសួររឿងបញ្ហាហ្នឹងដែរតើបានលុយមកពីណាសាងសង់វិមានហ្នឹងនេះបងប្អូនសារព័ត៌មានស្អីទេនេះ The Straits Times បាទ The Straits Times គេថា Cambodia open Senate building tied to sanction tycoon ខ្ញុំមានន័យថាប្រទេសកម្ពុជាយើងបានបើក សម្ពោធបើកសម្ពោធអាគារ អាគារព្រឹទ្ធសភាថ្មី ដែលភ្ជាប់ជាមួយនឹងតនកម្មអង្គការដែលភ្ជាប់ជាមួយនឹងអង្គការដែលជាប់តនកម្មដែលបានទទួលលុយឧបត្ថម្ភពីអង្គការដែលជាប់តនកម្ម scam online ចឹងហើយនេះបងប្អូនណាយើងមិនចេះតែចោទទេសារព័ត៌មានគេចាប់ផ្សាយគេថានេះភ្នំពេញ Cambodian leaders in an accurate a new Senate building on August 12 សំទោសបងប្អូន August 21 founded by the country's top business people including a tycoon sanctioned by the United States for alleged involvement in scam center alleged ជាប់បាទជាប់ទៅនឹងពាក្យសារជាប់ពាក់ព័ន្ធនឹងចង់និយាយថាមេដឹកនាំកម្ពុជាបានសម្ពោធបងប្អូនណាបានសម្ពោធអាណងinaugurate ហ្នឹងគឺបានបើកសម្ពោធអាគារព្រឹទ្ធសភាថ្មីនៅខែ8ទី21ហ្នឹងដែលផ្ដល់ជាមួយនឹងអ្នកចំនួនខ្ពស់ម្នាក់ប្រចាំប្រទេសហើយនឹងមានអង្គការគេថាមហាសេដ្ឋីថៃគូនបងប្អូនថៃគូនដែលជាប់តនកម្មរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងវិជ្ជាមណ្ឌលឆបោកអនឡាញហ្នឹងបាទ scan center ហ្នឹងបងប្អូនខ្ញុំបកខ្មែរវាអត់សូវលះទេបងប្អូនណាខ្ញុំអត់ដូចស្អីបដិយុស្អីសួងស្អីគេដែលស្រីម្នាក់ចេញមកនិយាយអង់គ្លេសដោយអានមេសូនណាដល់អូអីគេកូនចំប្រសិទ្ធចំនិមលមែនចំនិមលបាទអសុសារកថាសួរបិសាចឃើញខ្មែរនៅអាមេរិកធ្វើបាតកម្មថាសំរងស៊ីក្បត់ជាតិនោះតើមានពិតដែរឬទេបងសុសានិយាយពីរឿងវាចោទថាសំស៊ីក្បត់ជាតិហ្នឹងគឺល្អក៏ឥឡូវជើងបកស្រាយនឹងម្ដងទៀតតលេយើងនិយាយម្ដងទៀតបាទខ្ញុំកន្លែងនេះសិនយើងនិយាយពីរឿងបញ្ហាចោទសំស៊ីក្បត់ជាតិឥឡូវយើងចោទសំស៊ីថាក្បត់ជាតិ3ចំនួនអូខេកាលពីចំនួនមុនចំនួនសៀននោះហេតុអ្វីបានជាចំនួនហ្នឹងចោទលោកឪពុករបស់លោកសំស៊ីហ្នឹងសំសេរីថាជាក្បត់ជាតិដោយសារនៅក្នុងសម័យនោះលោកសំសេរីគាត់គឺជាអ្នកស្នេហាជាតិម្នាក់ដែលគាត់ចលនាសេរីនិយមគាត់ចង់ឲ្យប្រទេសខ្លាចជាប្រជាធិបតេយ្យហើយស្ដេចសៀននោះហ្នឹងគឺទម្លាក់រាជដាក់រាជបងប្អូនណាដាក់រាជខ្លួនឯងមកធ្វើជានាយករដ្ឋមន្ត្រីធ្វើជាប្រមុខរដ្ឋគឺដើម្បីក្របក្តាប់អំណាចទាំងអស់ហ្នឹងឲ្យព្រះមហាក្សត្រសីមេដាហ្នឹងដើម្បីសោយរាជជំនួស
ហើយជាអនុឡើងទៅជាប្រមុខរដ្ឋមិនមែនស្ដេចសោយរីទេគឺជានាយករដ្ឋមន្ត្រីនិយាយចំនាយករដ្ឋមន្ត្រីមិនអញ្ចឹងបាទនាយករដ្ឋមន្ត្រីជាខ្សែស្ដេចកន្លែងហ្នឹងហើយដល់ពេលពាក់ព័ន្ធនឹងលោកសំស៊ីចង់ឲ្យមានលោកសំសេរីចង់ឲ្យមានប្រទេសខ្លាយជាប្រជាធិបតេយ្យហ្នឹងបានជាប៉ះទង្គិចជាមួយសៀននោះចោលតែក្បត់ជាតិចឹងទៅបាទចោលតែក្បត់ជាតិដោយរបបហ៊ុនសែនហ្នឹងចឹងអើយតែអ្នកណាចង់ឲ្យប្រទេសនឹងមានប្រជាធិបតេយ្យចង់ឲ្យមានការបោះឆ្នោតសេរីយុត្តិធម៌ហ៊ុនសែនចោលគេតែក្បត់ជាតិគេទម្លាយគណៈបកសង្គ្រោះជាតិចោលតែក្បត់ជាតិដោយសារអ្វីដោយសារតែគណៈបកប្រជាធិបតេយ្យហ្នឹងខ្មែរយើងចង់បានប្រជាធិបតេយ្យតាំងពីជំនាន់មុនម្ល៉េះពីព្រោះយើងដឹងហើយរបបស្ដេចគឺរបបផ្ដាច់ការបងប្អូនយើងនិយាយចំចេះបណ្ដោយពីព្រោះស្ដេចហ្នឹងគេថារដ្ឋធម្មនុញ្ញគេថាមិនអាចណាប៉ះបានណាមិនអាចប៉ះបានបងប្អូនគឺជាផ្ដាច់ការហើយបាទគឺជាផ្ដាច់ការហើយវាមិនបើតាមច្បាប់រដ្ឋធម្មនុញ្ញគេថាស្ដេចក៏ជាមនុស្សដែរគឺឲ្យតែមនុស្សធ្វើខុសគឺមានទោសដូចគ្នាប៉ុន្តែរបបរាជានិយមហ្នឹងគេថារាជវង្សមិនអាចប៉ះបានណាបងប្អូនណាមិនអាចប៉ះបានណាអាហ្នឹងគឺរបបផ្ដាច់ការកន្លែងហើយចឹងហើយបានជាអ្នកណាឲ្យតែប្រឆាំងនឹងរបបហ្នឹងគេចោទតែផ្ដាច់ការហើយមកដល់ចំនួនលោកសំរងស៊ីទៀតតើលោកសំរងស៊ីផ្ដាច់គាត់ជាតិកន្លែងណាឥឡូវខ្ញុំសួរបងប្អូនទៅឆ្លើយមើលតលេឆ្លើយមើលតើលោកសំរងស៊ីផ្ដាច់ការកន្លែងណាហេតុអីបានគេជាប់ក្បត់ជាតិកន្លែងណាហេតុអីបានជាគេចោទគាត់តែក្បត់ជាតិចឹងខ្ញុំអត់យល់ចម្លើយហ្នឹងមានតែក្រុមពួកគណៈបកប្រជាជនអត់ខួរទេបងដែលឆ្លើយរួចសម្រាប់ពួកយើងរកចំណុចដែលគាត់ក្បត់ជាតិឡារួចទេបាទប៉ុន្តែទោសដែលគេវាចោទថាលោកសំស៊ីក្បត់ជាតិហ្នឹងហេតុអីបាននិយាយចោទកន្លែងណាគាត់ធ្វើខុសកន្លែងណាដែលចោទតែក្បត់ជាតិវានិយាយរឿងដែលថាគាត់សន្យាថាគាត់បើគាត់ឈ្នះឆ្នោតគាត់នឹងអនុញ្ញាតឲ្យជនជាតិភាគដើមជនជាតិដើមភាគតិចអាចរស់នៅក្នុងខេត្តមួយចំនួនរបស់ខ្មែរខេត្តទាំង4ដែលនៅជាប់ព្រំដែនហ្នឹងបាទដោយសារតែហ្នឹងវាគឺជាច្បាប់របស់កុលសម្ព័ន្ធអន្តរជាតិមនុស្សដែលជនជាតិភាគតិចអន្តរជាតិប៉ុន្តែពួកហ្នឹងវាមានដឹងក្បត់វាដឹងខ្យល់ឲ្យវាក្បាលពួកហ្នឹងក្បាលវាតាមតែគេវិជាតាមគេថាហ្នឹងអញ្ចឹងវាក៏សូត្រពាក្យហ្នឹងតាមគេដែរគេគ្មានខួរក្បាលទេពួកអស់នេះបើវិស័យពួកអស់ហ្នឹងវាអត់មានខួរក្បាលទេត្រឹមត្រូវយើងចង់បញ្ជាក់នឹងបងទៀតឲ្យបងប្អូនឮទាំងអស់គ្នាឲ្យបងប្អូនដឹងយល់ទាំងអស់គ្នាថាបត់ជាកន្លែងណាអូខេឥឡូវដល់លេនិយាយកន្លែងហ្នឹងត្រូវហើយរាប់ពីឆ្នាំប្រហែលហ្នឹងបងប្អូនឬក៏2013ឬ2000ប្រហែលនេះលោកសំរងស៊ីបានចុះហត្ថលេខាជាមួយនឹងមេដឹកនាំជនជាតិភាគតិចកុកសហ្នឹងដែលជាមេដឹកនាំដីកាហ្នឹងដែលនៅសហរដ្ឋអាមេរិកចុះហត្ថលេខានៅសហរដ្ឋអាមេរិកនៅ South Carolina នេះទេបងប្អូនចុះហត្ថលេខាហ្នឹងទេចឹងហើយបានជនជាតិដីកាហ្នឹងសន្យាថាឲ្យតែយើងមានបាតកម្មនៅកន្លែងណាគឺជនដីកាហ្នឹងមកជួយយើងរហូតប៉ុន្តែការចុះហត្ថលេខាហ្នឹងមិនមែនកាត់ដីឲ្យជនជាតិដីកាហ្នឹងគឺលោកសំរងស៊ីគាត់យល់ថាជនជាតិដីកាហ្នឹងក៏អាចរស់នៅស្រុកខ្មែរដែរគឺជនដីកាហ្នឹងដោយសារត្រូវការគៀបសង្កត់ពីរបបយួនកុម្មុយនីសគ្នារត់មកសុំជ្រុកកោននៅប្រទេសកម្ពុជាប៉ុន្តែរបបតកូលហ៊ុនហ្នឹងចាប់បញ្ជូនទៅឲ្យយួនវិញបងប្អូនណាកន្លែងហ្នឹងហើយលោកសំរងស៊ីក៏សន្យាហ្នឹងបើសិនតែគណៈបកសង្គ្រោះជាតិគាត់ដឹកនាំប្រទេសគាត់នឹងឲ្យជនជាតិដីកានឹងមានសិទ្ធិសេរីភាពរស់នៅក្នុងទឹកដីខ្មែរក្នុងតំបន់តាមសន្ធិសញ្ញាអន្តរជាតិចឹងហើយគោរពសិទ្ធិគោរពសាសនាគាត់ចង់ធ្វើអីទៅគាត់មានសិទ្ធិរស់នៅក្នុងទឹកដីប្រទេសកម្ពុជាយើងមិនមែនកាត់ដីទេកន្លែងហ្នឹងវាយល់ទេកន្លែងហ្នឹងចោលគាត់ក្បត់ជាតិចោលហត្ថលេខាសញ្ញាកាត់ទឹកដីឲ្យយួនប៉ុន្តែបើយើងបកត្រឡប់មកវិញបងប្អូនណាតើអ្នកណាកាត់ដីឲ្យយួនពិតប្រាកដនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបងប្អូនមាត្រាទីប្រមាណទេមេដឹកនាំអំណាចដែលដឹកនាំប្រទេសធ្វើឲ្យបាត់បង់ដីទៅប្រទេសជិតខាងអាហ្នឹងគេហៅក្បត់ជាតិហើយអាហ្នឹងបានក្បត់ជាតិពិតប្រាកដប៉ុន្តែយើងសួរថារបបហ៊ុនសែនហ្នឹងនៅពេលដែលហ៊ុនសែនចុះហត្ថលេខាបំពេញបន្ថែមឆ្នាំ2005ហ្នឹងតើហ៊ុនសែនកាត់ទឹកដីគេទេតើអាហ្នឹងក្បត់ជាតិអត់បងប្អូនណាបងប្អូនឥឡូវជួយឆ្លើយខ្ញុំមើលចាប់តូចសំឡេងខ្ញុំឮតិចទៀតបងប្អូនហើយបើខ្ញុំអត់ដឹងធ្វើម៉េចទេបងប្អូនហើយបងប្អូនឮខ្ញុំច្បាស់ទេបាទឮខ្ញុំច្បាស់ទេខ្ញុំធ្វើមិនកែមិនកែទេបងវិស័យមិនអីទេប៉ុណ្្នឹងទៅបងបើអ្នកខ្លះក៏ស្ដាប់បានអ្នកខ្លះក៏ស្ដាប់អត់បានអញ្ចឹងបាទអាកន្លែងហ្នឹងហើយបងប្អូនណាអាកន្លែងហ្នឹងហើយយើងយល់មករបបដឹកនាំដោយហ៊ុនសែននេះឥឡូវលើកទី1ហ៊ុនសែនចុះហត្ថលេខាកាត់ដីឲ្យយួនសម័យហ្នឹងដែលហ៊ុនសែនហ៊ានប្រកាសជេរដល់ស្ដេចប្រមាថស្ដេចទៀតហ៊ុនសែនហ៊ានថាបើសិនជាចុះហត្ថលេខាប៉ុណ្ណឹងមិនកើតទេគេទៅរំលាយរបបរាជានិយមចោលគេកន្លែងហ្នឹងដើម្បីឲ្យស្ដេច
សញ្ញាចុះហត្ថលេខាទទួលស្គាល់អាសន្ធិសញ្ញាបំពេញបន្ថែមហ្នឹងដើម្បីបោះបកគោលព្រំដែនថ្មីកាត់ទឹកដីឲ្យយួនអាកន្លែងហ្នឹងឲ្យបត់ជាតិពិតប្រកបដែលកាត់ដីឲ្យយួនបាត់ទាំងកោះត្រល់បាត់ទាំងអីសបែបយ៉ាងហើយមកសម័យនេះទៀតសម័យហ៊ុនម៉ាណែតដឹកនាំនេះទៀតធ្វើឲ្យបាត់បង់ទឹកដីនៅទិសខាងលិចទៀតយើងក្នុងនាមយើងជាមេដឹកនាំបាត់បង់ទឹកដីទៅខាងគេពាត់ដាក់បន្លាលុះគេដាក់កង់តណ័រគេដេញប្រជាជនខ្មែរយើងគេឈូសផ្ទះយើងអស់ហើយយើងនៅតែដែលទឹកដីដែលយើងមិនអាចចូលទៅវិញបានគេកាន់កាប់ហើយយើងចូលមកគេបាញ់ងាប់ឡើងហើយអាហ្នឹងមិនក្បត់ជាតិទេអាហ្នឹងមិនកាត់ទឹកដីឲ្យគេទេបងប្អូនតើអាចនិយាយថាអាហ្នឹងឲ្យគេយល់សិនទៅយើងចាំយកច្បាប់អន្តរជាតិមកបន្តប្តឹងត្រឡប់មកវិញខ្ញុំសួរថាប្តឹងពីណាតើហ៊ុនម៉ាណែតនឹងដាក់ពាក្យប្តឹងឲ្យនៅបើសពថ្ងៃនឹងសៀមធ្វើទៅតាមចិត្តយកអត់មានទាំងហាមឃាត់គេផងហ្នឹងអាហ្នឹងហើយមិនក្បត់ជាតិមិនកាត់ទឹកដីគេហើយលោកសំរងស៊ីមានតនបានទាំងដឹកនាំប្រទេសម្ដងមកបាន1ម៉ោងប្រហែលផងបងប្អូនហើយចោលគាត់ថាកាត់ក្បត់ជាតិកាត់ទឹកដីឲ្យសៀមចូលដៃជាមួយយួនចូលដៃជាមួយសៀមបងប្អូនតើពួកនេះវាវឹកបាល់តើប្រជាជនខ្មែរ18លានអ្នកហ្នឹងជឿសម្ដីពួកហ្នឹងដែរតែនិយាយចោលអញ្ចឹងបងប្អូនខ្ញុំឆ្ងល់កន្លែងហ្នឹងបាទសោកស្ដាយត្រង់ថាវាឲ្យអាកូនយួនអូហាយ៉ូនាំគ្នាបោកឲ្យយើងទៅតាមណាបងវិសាចហើយខ្មែរយើងមិនដឹងជាគាត់បាត់បង់ខួរសតិគាត់ទៅណាអស់ទៅឲ្យអាក្មេងកូនយួននឹងបោកបានហើយនាំគ្នាសូត្រតាមវាអើយបាទប៉ាម៉ាក់អ្នកមានគុណគាត់ថាខ្ញុំឆ្ងល់សម្ដេចខ្មែរហេតុអ្វីបានជាមើលឃើញតែអ្នកកាន់អំណាចធ្វើល្អបើប្រជាជនឲ្យអន្តរាគមស្ដេចថាអត់មានសិទ្ធិអំណាចចុះបើត្រង់មេដឹកនាំសញ្ញេកាត់ដីសញ្ញេឡើងបនស័កឡើងកាយហេតុអ្វីក៏មានអំណាចធំធេងខ្លាំងម្លេះខ្ញុំឆ្ងល់តើអូនមេសាចហេបេសាចវាឲ្យខ្ញុំមេសាចទៅវិញអូនបេសាចអូនតលេបកស្រាយផងហ្នឹងតលេជួយបកស្រាយឲ្យប៉ាម៉ាក់មានគុណផងគឺសំណួររបស់គាត់ហ្នឹងគាត់មកសារទៀតបងមិនហ្នឹងមិនស្មានតែគាត់សួរបងឯងគាត់សួរទាំងពីរនេះគាត់ឆ្ងល់ថាហេតុអីបានជាស្ដេចខ្មែរការអំណាចធ្វើល្អបើប្រជាជនឲ្យអន្តរាគមស្ដេចអត់មានសិទ្ធិអំណាចចុះបើត្រង់មេដឹកនាំឲ្យសញ្ញេកាត់ដីសញ្ញេអីហេតុអីក៏ស្ដេចមានអំណាចគាត់សួរហ្នឹងគាត់ឆ្លើយហ្នឹងគាត់សំណួរគាត់ហ្នឹងសួរខ្លួនឯងឆ្លើយខ្លួនឯងហើយគាត់ដំបូងគាត់ថាស្ដេចពេលរឿងកាត់រឿងបាត់ទឹកដីរឿងអីហ្នឹងគឺស្ដេចអត់អំណាចប៉ុន្តែដល់ពេលឲ្យសញ្ញេឡើងអានេះឡើងអានោះស្ដេចមានអំណាចដោយសារតែមេដឹកនាំឲ្យសញ្ញេអាហ្នឹងហើយជាចម្លើយដែលគាត់សួរហ្នឹងគឺស្ដេចមានអំណាចណាអំណាចទៅពេលដែលគេប្រើឲ្យគាត់សញ្ញេអានេះសញ្ញេអានោះហ្នឹងមានន័យថាគាត់ត្រូវគេប្រើមានន័យថាគាត់អត់មានអំណាចទេនឹងសំណួរគាត់ហ្នឹងគឺគាត់ឆ្លើយចឹងឯងឆ្លើយនឹងខ្លួនឯងហ្នឹងឯងបងសំណួរគាត់សួរហ្នឹងក៏ល្អដែរខ្ញុំក៏ឆ្ងល់ដែរបើអត់មានអំណាចហេតុអីយើងពេលសញ្ញេឡើងបនស័កហ៊ុនសែនដល់សញ្ញេហេតុអីបានយើងព្រោះអំណាចនៅហ៊ុនសែនប្រើឲ្យសញ្ញេអាហ្នឹងហើយដែលបញ្ជាក់ថាស្ដេចនឹងអត់អំណាចបើហ៊ុនសែនមិនប្រើក៏ស្ដេចអត់មានក្បាលប៉ានដៃទៅសញ្ញេតាមក្បាលតាមចិត្តដែរអាហ្នឹងគឺភាសាហ៊ុនសែនណាបងអារឿងក្បាលប៉ានដៃក្បាលអីហ្នឹងមិនមែនខ្ញុំប្រមាថស្ដេចទេក៏ប៉ុន្តែគឺជាភាសាដែលហ៊ុនសែនប្រើហើយហ៊ុនសែនអត់មានគោរពអ្នកណាទេឲ្យស្ដេចម៉ែស្ដេចក៏ហ៊ុនសែនលេងដែរអញ្ចឹងតិចមកខឹងខ្ញុំថាខ្ញុំប្រមាថស្ដេចទេអត់ទេគឺហ៊ុនសែនហ្នឹងឯងជាអ្នកប្រមាថស្ដេចបងប្អូនណាអារឿងពាក្យថាអីតាមក្បាលវ៉ាល់ហ៊ុនសែនប្រើហ្នឹងក្បាលប៉ានដៃហ្នឹងស្ដេចអត់មានក្បាលប៉ានដៃយ៉ាងណាទៅហ៊ានតែងតាំងអ្នកណាដោយមានដោយហ៊ុនសែនមិនប្រើទេតើហ៊ុនសែនប្រើហ៊ុនសែនបញ្ជាបានស្ដេចទៅសញ្ញេឥឡូវនេះវាមានឋានៈស្មើនឹងស្ដេចទៅហើយប្រមុខដល់ស្ដេចទីបើរឿងណាទេនេះវាមិនចាំបាច់នេះទេវាយល់លេសថាស្ដេចសញ្ញេអត់កែវាសញ្ញេជំនួសស្ដេចក៏បានស្ដេចហ៊ានតវ៉ាទេអត់ហ៊ានតវ៉ាទេឥឡូវនេះគឺគេឡើងទៅមកកលៈទៀតហ្នឹងគឺដដើមយករាជបល្ល័ង្កនឹងបណ្ដោយនឹងវាអំណាចវាប្រើប្រជាស្ដេចបណ្ដោយនឹងអញ្ចឹងទំនួលគាត់សួរហ្នឹងគាត់ឆ្លើយហើយបងគាត់ស្ដេចមានអំណាចតែងតាំងមន្ត្រីឲ្យឡើងបនស័កលុះត្រាតែហ៊ុនសែនបញ្ជាហ៊ុនសែនប្រើឲ្យធ្វើបើសិនជាមន្ត្រីហ្នឹងហ៊ុនសែនអត់បានប្រើហ៊ុនសែនបានបញ្ជាផងស្ដេចឈានទៅសញ្ញេតែងតាំងតាមចិត្តមើលសាកលោមើលដឹងហើយចូលស្ដេចក៏ជាមនុស្សដែរស្ដេចអត់មានឈឺចិត្តអត់ចេះស្រឡាញ់ប្រជាពលរដ្ឋឃើញគេធ្វើបាបប្រជាពលរដ្ឋអត់ចេះមាត់កអញ្ចឹងបើស្ដេចចេះមាត់ចេះកក៏ហ៊ុនសែនមិនឲ្យក្រងរាជសោយរាជដល់រាល់ថ្ងៃហ្នឹងទោះតែធ្វើទិញម៉ោងដូចរាល់ថ្ងៃហ្នឹងហើយបានហ៊ុនសែនឲ្យកាន់អំណាចបាទប៉ុន្តែយើងចេះវិញសួរត្រឡប់វិញ
ចុះបើតលេជាស្ដេចកាន់ប្រទេសសពថ្ងៃហ្នឹងហ៊ុនសែនដល់សញ្ញេដែរបើខ្ញុំវាស្ដាច់វិញហ្នឹងងាប់ហើយខ្ញុំប្រាប់ទៅចប់ហើយហ៊ុនសែនគ្មានមកញ៉ៃញ៉ៃមកខ្ញុំបានទេហើយខ្ញុំនឹងយកប្រជាប្រិយហើយនឹងយកឈ្មោះក្នុងនាមជាព្រះមហាក្សត្ររបស់ខ្ញុំហ្នឹងមករួមគ្នាជាមួយលោកប្រធានសំរងស៊ីអំពាវនាវឲ្យពលរដ្ឋខ្មែរងើបទូទាំងប្រទេសហើយប្រកាសរបបហ៊ុនសែនគឺជារបបដែលក្បត់រាជានិយមក្បត់រាជបល្ល័ង្កក្បត់ជាតិក្បត់ទឹកដីខ្ញុំនឹងគឺជាព្រះមហាក្សត្រខ្មែរដែលចេញមកក្រៅប្រទេសហើយចាប់ដៃជាមួយលោកប្រធានសំរងស៊ីជាមួយនឹងខ្មែរនៅក្រៅប្រទេសហ៊ុនសែនបះជើងឥឡូវហ្នឹងសាកខ្ញុំជាស្ដេចសាកមើលចុះបើតលេគិតឃើញអញ្ចឹងហេតុអីបានស្ដេចមិនគិតឃើញអញ្ចឹងមកពីស្ដេចអត់គិតឃើញអញ្ចឹងហ្នឹងហើយបានជាយើងរងថ្ងៃយើងកំសត់ហ្នឹងមកពីស្ដេចហ្នឹងគាត់មិនមែនជាពូជមិនមែនជាឈាមជ័រដូចខ្ញុំបងគាត់មិនមែនជាអ្នកមានឈាមជ័រជាបរោះ 100% បរិសុទ្ធពេញកម្លាំងដូចខ្ញុំកន្លែងហ្នឹងហើយដែលជាសំណួរដែលគាត់ចង់ដឹងអ្វីដែលខ្ញុំចង់ឆ្លើយប្រាប់បងប្អូនណាប៉ាម៉ាក់អ្នកមានគុណហ្នឹងចំពោះខ្ញុំវិញចម្លើយខ្ញុំស្ដាច់ហ៊ុនសែនហ្នឹងក៏ជាចូលដៃជាមួយគ្នាដែរចូលដៃជាមួយគ្នាដើម្បីរក្សារីកចម្រើនរក្សាអំណាចតកូលពូជពងស្ដាច់ត្រូវតែតោហ៊ុនសែនឲ្យជាប់ដោយពួកអង្គការពួកអ៊ីមួយចំនួនហ្នឹងហ៊ានតែគេពីហ៊ុនសែននឹងអស់ជាប់គុកអស់អំណាចចឹងឡើយស្ដាច់ក៏ចង់បានអំណាចចង់បានអីចឹងដែរគិតនាមគិតឈ្មោះជាស្ដាច់ចឹងត្រូវតែអោបហ៊ុនសែនហើយមួយទៀតបងប្អូនណាបើតាមប្រវត្តិនេះខ្ញុំពាក្យចាំរាមនេះចាំប្រទេសយើងមានសន្តិភាពពិតប្រាកដមានអំណាចពិតប្រាកដណាខ្ញុំយកស្ដាច់ទៅជួសជិះមើលតើឈាមជ័រខ្មែរអត់បងប្អូនអត់ខ្ញុំគាត់តែចង់បញ្ជាក់ស្ងេបើយើងដឹងហើយប្រវត្តិសម្ដេចនរោត្តមសីហនុរៀបការជាមួយនឹងមនិចហ្នឹងតើជាជនជាតិអីបាទហើយស្ដេចសប្តាហ៍ថ្ងៃហ្នឹងឡើងសោយរាជដោយសារអីហើយចាំរាមួយទៀតថាមិនដឹងជាខ្ញុំមិនពិបាកនិយាយបងប្អូននិយាយទៅវាចូលជ្រៅពេកមិនចូលជ្រៅទេបងពិសានិយាយហ្នឹងពាក់ព័ន្ធទៅនឹងរឿងអាក្បាលតពេជេមសុកអាក្បាលតពេជេមសុកហ្នឹងវាធ្លាប់និយាយអំពីរឿងសម្ដេចសីហនុហ្នឹងគឺជាឈាមជ័រជាកូនរបស់សឹមវ៉ាដែលជាមន្ត្រីរបស់យួនយកមកធ្វើចុងភៅនៅរាជវាំងទេហើយអាពាក្យហ្នឹងគឺជាជេមសុកវាជាអ្នកនិយាយបងប្អូនណាហើយបើសិនជាបន្តិចទៀតអាជេមសុកវាទៅស្រុកខ្មែរហ៊ុនសែនទទួលស្គាល់វាអត់មានការសុំទោសពីព្រះមហាក្សត្រអត់មានការលើកលែងទោសអត់មានអីទេអាហ្នឹងគឺថាវារួមគ្នាប្រមាថស្ដាច់ពេញធឹងឲ្យទាំងហ៊ុនសែនទាំងអាជេមសុកហ្នឹងគឺអាវីដេអូហ្នឹងអាជេមសុកនិយាយការហ្នឹងគេស្ដាប់គេឮគ្រប់គ្នាដែរបងរឿងវាបើកសកាយពីរឿងប្រវត្តិស្ដេចសីហនុវាថាស្ដេចសីហនុនេះជាកូនរបស់សឹមវ៉ាទេអីទេវានិយាយតាមនឹងហ្នឹងបាទអាហ្នឹងប្រមាថស្ដេចដល់កហើយបើនិយាយពីជេមសុកហ្នឹងខ្ញុំឮជេមសុកគេនិយាយថាទោះបីជាហ៊ុនម៉ាណែតសម្ដេចធិបតីហ៊ុនម៉ាណែតសម្ដេចហ៊ុនសែនលើកលែងទោសហើយក៏គាត់មិនហ៊ានទៅស្រុកខ្មែរដែរដោយសារគាត់និយាយប៉ះពាល់ច្រើនពេកទៅខ្លាចអ្នកដែលផ្សេងទៀតមានកំណុំមួយគាត់គេថាគ្មានណាកំណុំជាមួយទេហ៊ុនជេមសុកបើជេមសុកឯងទលូនក្រាបថ្វាយអង្គមហ៊ុនសែនណាប៉ះហ៊ុនសែនបងប្អូនណាខ្ញុំគ្រាន់តែចង់ប្រាប់ចេះថាសំបីតាសម្រាមបានគុកពីកាណាដាមួយថោកបំផុតទៅលូនក្រាបចំពោះហ៊ុនសែននេះសំបីតាផ្កាយប្រមាណក៏មិនហ៊ានប៉ះពាល់ដែរសំបីក្រសួងកិច្ចការនារីក៏មិនហ៊ានប៉ះពាល់ដែរលុះថាហ៊ុនសែនចេញបទបញ្ជាមកថាឲ្យប្តឹងថាបាននាំគ្នាប្តឹងបងប្អូនយើងឃើញចង់ប្រាប់អញ្ចឹងយើងចង់លើកទឹកចិត្តឲ្យជេមសុកចឹងក៏ខ្លាចជេមសុកបើអំណាចគ្រប់គ្រងហ៊ុនសែនហើយទៅលូតក្រាបទៅគ្មានអាណាហ៊ានប៉ះទេដោយអាតាមកហឺនគេយកអាកតុំរុយមកដឹកពេញជុំវិញស្រុកខ្មែរជាមកហឺនមកវិញគេថាគ្មានបាត់ដីណាបាត់ដីខ្មែរណាពួកអនុជាតិអត់ថាអូខេហ្នឹងបងប្អូនយើងអានេះបាទទូ Richard Hugo ក៏លើច្បាស់ការប្រេងលើច្បាស់ជួកលាបៃលិនគេហៅថាជាតិម៉ុងបញ្ញាជួកលាបៃលិនពាក្យម៉ុងបញ្ញាហ្នឹងគឺជាបារាំងគឺភាសាបារាំងភាសាបារាំងគេហៅម៉ុងបញ្ញាហ្នឹងបើបកប្រៃកៀងគេហៅ mountain ណាពួកបងប្អូន mountain គឺអ្នកនៅជួរភ្នំបាទដល់ពេលបារាំងគ្រប់គ្រងហ្នឹងគេហៅពួកម៉ុងបញ្ញាហ្នឹងគឺពួកនៅលើភ្នំហ្នឹងប៉ុន្តែជនជាតិដើមឈ្មោះរបស់គេពិតប្រាកដគឺពួកដេកាហ្នឹងពួកដេកាហ្នឹងបើនិយាយមកនឹងខ្សែស្រឡាយខ្មែរយើងដូចពួកចរាយនៅខេត្តរតនគិរីមណ្ឌលគិរីខ្មែរយើងហ្នឹងគឺជាប់ខ្សែស្រឡាយសាច់ញាតិគ្នានឹងពួកចរាយអាចជាជនជាតិចាមភាគតិចមួយចំនួនដែរពីព្រោះបើយើងត្រឡប់ទៅប្រវត្តិសាស្ត្រដើមវិញណាភាគកណ្ដាលនៃប្រទេសយួនសប្តាហ៍ហ្នឹងគឺជាប្រទេសចម្ប៉ាទេបាទប្រទេសចម្ប៉ាហ្នឹងហើយប្រទេសចម្ប៉ាដល់ពេលបាត់បង់ទឹកដីយើង1700ប្រមាណដែលយួនគ្រប់គ្រងបានទាំងអស់ហ្នឹងជនជាតិចម្ប៉ាហ្នឹងបានរត់មករស់នៅក្នុងខ្មែរមួយចំនួនរត់ទៅឡើងទៅលើភ្នំអ្នកខ្លះ
ខ្លាយទៅជាយួនអស់ហើយនៅក្នុងប្រទេសយួនខ្ញុំមិនដឹងថាមានជនជាតិចាមទៀតឬអត់ទេអត់ដឹងឬក៏គេបំបាត់ពូជសាសន៍នោះខ្លាយជាយួនអស់ហើយក៏មិនដឹងប៉ុន្តែមករស់នៅស្រុកខ្មែរមានសិទ្ធិសេរីភាពជនជាតិចាមនៅតែជនជាតិចាមដដែលគោរពប្រពៃណីដដែលអត់មានណាលុបបំបាត់សាសនាប្រពៃណីគាត់ទេបាទគាត់នៅគោរពដដែលអានេះយើងចង់បញ្ជាក់ចឹងបាទអូខេនឹងជួបបលាបៃលិនសង្ឃឹមថ្ងៃមួយសប្តាហ៍នេះខ្មែរជាតិនិយមមិនបានខ្វាក់ទេខ្វាក់តែពួកចោលនិងពួកឃ្លានលុយចោលតែប៉ុណ្ណោះបាទតែទៅសំអឿនសិទ្ធិអំណាចនៅអពីលតែម្នាក់ឯងពុកសុភ័ក្រស៊ីហមុនីដោយទីងវងគ្រប់ខ្លាយហ៊ុនសែនសម្រាប់ចោលខ្ញុំមកបើខ្ញុំជាខ្សែស្ដាច់វិញណាខ្ញុំអត់ទ្រាំរស់នៅអញ្ចឹងទេគឺវាខូចកិត្តិនាមខូចកិត្តិយសពូជស្ដាច់ខ្ញុំមកហើយពូជខ្ញុំសិតតែពូជរក្សាអង្គរអានេះយើងនិយាយភ្ជាប់តាមប្រវត្តិសាស្ត្របងប្អូនណាព្រោះសម្ដេចនរោត្តមសីហនុធ្លាប់ឆ្នាំណាធ្លាប់ប្រើឈ្មោះនរោត្តមសីហនុវរ្ម័នណាបងប្អូនណាហ៊ានយកឈ្មោះវរ្ម័នមកប្រើតែលេខមានចាំទេបងប្អូនណាបងប្អូនណាមានចាំទេខ្ញុំចាំខ្ញុំដឹងសីហនុគាត់ប្រើឈ្មោះគាត់នរោត្តមសីហនុវរ្ម័នណាបាទបងខណ្ឌពេទ្យសួស្ដីបងសុសាឆាវឆាវសានកុកអូសម័យនេះខ្ញុំមិនលឺឆាវឆាវឬសានកុកខ្ញុំពួកតកូលហ៊ុននោះគេយកយុទ្ធសាស្ត្រសាមកុកហ្នឹងឥឡូវហ្នឹងគេយកយុទ្ធសាស្ត្រសាមកុកហ្នឹងដើម្បីតបទល់ជាមួយថៃគេថាសងំស្ងាត់ស្ងៀមបន្តទៀតខ្ញុំឃើញគេបង្កើតបទចម្រៀងមួយគេតែងបទចម្រៀងមួយយើងបន្តស្ងាត់ស្ងៀមបន្តទៀតសម័យគេប្រើដល់ AI ហើយនៅតែសាមកុកហ្នឹងចប់ហើយបងប្អូនអើយសម្បត្តិកូនឆ្លាតសួស្ដីបាទយុទ្ធធរសង្គមបាទម៉ាក់មានគុណចម្លើយខ្ញុំត្រឹមត្រូវគ្រប់ត្រូលបាទគឺគ្រប់ត្រូលចម្លើយខ្ញុំគឺច្បាស់ហើយគឺស្ដាប់មិនជាខ្មែរស្ដាប់ចូលដៃមួយហ៊ុនសែនហ្នឹងទៅអុកសុភ័ក្រស្ដាច់រាល់ថ្ងៃពូជអ្នកយាមចំការតសក់មិនមែនអ្នកប្រយុទ្ធយកដែនដីដោយពូជជ័យវរ្ម័នទេខ្ញុំយល់បងប្អូនណាយល់រឿងហ្នឹងព្រោះរឿងតសក់ផ្អែមហ្នឹងខ្ញុំបានអានសភៅរឿងតិចតួចដែរប៉ុន្តែខ្ញុំមិនមែនអ្នកជំនាញប្រវត្តិសាស្ត្រឯងខ្ញុំមិនចង់យកបកស្រាយច្រើនពេកខ្លាចខុសចិត្តបងប្អូនខ្លះនៅតែគ្រប់ត្រូលស្ដាច់ខ្ញុំកុំឲ្យយើងអន់ចិត្តបាទសង្ឃឹមថ្ងៃមួយគាត់ថាខ្វាក់វាមិនចង់យកកន្លែងស្ដាច់ហ្នឹងទេព្រោះទុកឲ្យថ្មបាក់ពីស្កែមពួកវាបាទបងសុខសារសុខខ្វាក្ដោសេះជេរស្ដាច់សាហាវជាងជេរបាទត្រឹមត្រូវហើយសុខភ័ក្រសៀនុប្រាប់អន្តរជាតិថាគាត់ព្រះនាមសៀនុវរ្ម័នត្រឹមត្រូវបាទត្រឹមត្រូវហ្នឹងហើយសុខភ័ក្រកន្លែងហ្នឹងសៀនុវរ្ម័នខ្ញុំថាខ្សែវរ្ម័ននោះឈ្មោះនឹងបរុសណាបងប្អូនណាក្នុងខ្សែស្ដាច់គឺថាមានតែមួយមានតែវរ្ម័ននឹងមួយគឺចំនួនក្រោយមកមានវរ្ម័នទៀតបើមានវរ្ម័នទៀតបានជាស្ដាច់ដែលគេការពារទឹកដីពិតប្រាកដអូខេឥឡូវយើងស្លេះប៉ុណ្្នឹងចឹងប៉ុណ្្នឹងសិនឥឡូវយើងចូលមកដល់សារព័ត៌មាននេះតិចគេថាបន្តមកគេថានេះបងប្អូនណាកន្លែងខ្ញុំដាក់ពណ៌ blue នេះគេថា King Norodom Sihamoni cut the ribbon on Solidarity Palace គឺអាគារហ្នឹងមានឈ្មោះថាកាត់ខ្សែបូវាមានសាមគ្គីភាពអូខេ Solidarity Palace ហ្នឹងគឺវាមានសាមគ្គីដែលមានមន្ត្រីជាន់ខ្ពស់មានទាំងហ៊ុនសែនមានទាំងហ៊ុនសែនគេថា former leader long of Cambodia former long time leader គឺជាមេដឹកនាំដែលយូរមេដឹកនាំបច្ចុប្បន្ននៃព្រឹទ្ធសភាហើយនឹងកូនរបស់វាអូកូនរបស់គាត់បាទគេគឺនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងបងប្អូនអានេះសារព័ត៌មានគេថា I am very pleased to preside over the inauguration
of the finest solidarity pledge, Sihamoni said, hailing it an achievement for the nation. អ្វីអានេះជាពាក្យសម្ដីរបស់សិហមនីបងប្អូនណាសិហមនីគឺថាខ្ញុំពិតជារីករាយណាស់ដែលបានធ្វើជាអធិបតីក្នុងពិធីសម្ពោធវិមានសាមគ្គីដ៏ល្អបំផុតដោយសារតោថាជាសមិទ្ធផលសម្រាប់ប្រទេសជាតិអូខេហើយអានេះតបមកគឺមន្ត្រីប្រាក់សខុន initiated by Hun Sen and the 4.5 story building គឺអាគារដែលមានកម្ពស់4ជាន់ហើយយោងតាមប្រាក់សខុនរដ្ឋមន្ត្រីក្រសួងការបរទេសអាគារ4ជាន់កន្លះបានផ្ដួចផ្ដើមឡើងដោយហ៊ុនសែនមានកន្លែងចុះឧទ្ធម្ភាគចក្រលើដំបូលហើយភាគច្រើននឹងត្រូវប្រើប្រាស់ដើម្បីទទួលភ្ញៀវទេសចរបរទេសហាគេធ្វើឲ្យមានហ្នឹងដើម្បីទទួលភ្ញៀវទេសចរបរទេសមិនដល់ទេគេទេថាម៉េចជាអង់គ្លេសបងអង់គ្លេសគេទេថាម៉េច He said the building which stand alongside the Senate building and also houses offices and reception room No អាចចំណុចណាដែលវាបកប្រែថាសម្រាប់ទទួលភ្ញៀវទេសចរ was designed built and found by Cambodia នេះកន្លែង reception room reception unit for the reception room ហ្នឹងសម្រាប់ទទួលភ្ញៀវប៉ុន្តែអាកន្លែងភ្ញៀវហ្នឹងគេមិនប៉ុន្តែអាកន្លែងណាដែលវាបកប្រែទៅជាភ្ញៀវទេសចរបងអានេះខ្ញុំបើក Google Translate ទេ Oh no okay អានេះវាបកប្រែ No មិនភ្ញៀវទេសភ្ញៀវដូចជាភ្ញៀវអន្តរជាតិដែលគេមកប្រជុំនៅទីស្តីការនៅអាគារអីគេហ្នឹងខ្ញុំអត់អីគេសិនគេហ្នឹងឯងមានទទួលភ្ញៀវអន្តរជាតិគេមកអញ្ចឹងណា Yeah អាហ្នឹងអា Google ហ្នឹងបកប្រែពាក្យច្រើនវាបកប្រែអត់ទេបកប្រែត្រូវបើខ្ញុំអានខុស Oh okay នៅគេថាអាគារមួយអាគារនេះដែលស្ថិតនៅជាប់អាគារព្រឹទ្ធសភាផ្សេងទៀតហើយក៏មានការិយាល័យនិងបន្ទប់ទទួលភ្ញៀវផងដែរត្រូវបានរចនាសាងសង់និងផ្ដល់មូលនិធិដោយជនជាតិកម្ពុជាខ្ញុំបកប្រែបន្ទាត់ក្រោមវាខុសអង្គញាខ្មែរបាទនេះបន្ទាត់មួយទៀតនេះគឺគេដាក់បញ្ជាក់ថាអាគារនឹងសាងសង់ឧបត្ថម្ភដោយជនជាតិកម្ពុជាគឺហ៊ុនសែនអត់ហ៊ានប្រាប់គេថាអ្នកណាដែលផ្ដល់ថវិកាដើម្បីសាងសង់អាគារហ្នឹងទេចង់ទៀតណាហើយនេះកសែតគេរកឃើញនេះគេថាមន្ត្រីបានបដិសេធមិនបង្ហាញពីតម្លៃនោះទេប៉ុន្តែជាសញ្ញាមួយនៅខាងក្នុងអាគារបានរាយឈ្មោះអ្នកបរិច្ចាគចំនួន11នាក់ដោយមានលោកលីយ៉ុងផាត់សមាជិកព្រឹទ្ធសភានិងអ្នកជំនួយខាងលើទៀតបាទហ្នឹងគេប្រាប់គេថាហ៊ុនសែនបានបញ្ជាក់ទេប៉ុន្តែនៅក្នុងអាគារហ្នឹងគេបញ្ជាក់ថាឈ្មោះ11នាក់ដលេ11នាក់ដែលឧបត្ថម្ភជំនួយថវិកាដល់អាគារហ្នឹងអូខេនេះគេថាលីយ៉ុងផាត់ដែលចូលរួមពិធីនៅថ្ងៃនឹងទី21សីហាត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលតាំងពីឆ្នាំ2024ដែលបានចោទប្រកាន់ក្រុមហ៊ុនរបស់លីយ៉ុងផាត់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាក់ទងនឹងការប្រព្រឹត្តចំពោះមនុស្សដែលត្រូវបានជួញដូរធ្វើឲ្យការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតហ្នឹងក្រុមហ៊ុនរបស់លីយ៉ុងផាត់អូខេអានេះយើងអស់ហើយតែប៉ុណ្្នឹងឯងបងប្អូនណាគឺហើយអានេះបានតមកកថាលីយ៉ុងផាត់បានបដិសេធរបាយការណ៍ដែលភ្ជាប់ថាជាមួយនឹងបណ្ដាញអក្រិតកម្មអ៊ីនធឺណិតហ្នឹងនឹងការលាងលុយកខ្វក់ហៅការចោទប្រកាន់ទាំងនោះថាការក្លែងបន្លំនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គាត់អូខេបងប្អូនអាកន្លែងហ្នឹងគឺលីយ៉ុងផាត់គាត់និយាយបដិសេធប៉ុណ្្នឹងគឺអត់មានការស្រាវជ្រាវទេបាទគឺអត់មានការស្រាវជ្រាវទេគឺបញ្ចប់ប៉ុណ្្នឹងហើយអញ្ចឹងបានដល់ FBI សហរដ្ឋអាមេរិកគេចុះទៅគេចុះទៅរកស៊ីមួយទុនធានកម្ររ៉ែកម្រដែរបងអូបងប្អូនណាអាคลิปមួយហ្នឹងយើងវាយអានោះឡើងបាក់បងប្អូនអត់ហ៊ានតចេញមករឿងផ្សេងណាតែនិយាយរឿងឯណាឆ្កុយហ្នឹងមេតភូមិខ្ញុំមួយសប្តាហ៍តែអាចផ្សាយបាន4ថ្ងៃបានទេខ្ញុំផ្សាយដល់មួយសប្តាហ៍7ថ្ងៃផងបងប្អូនខ្ញុំផ្សាយ
ខ្ញុំធ្វើការរបស់ខ្ញុំច្បាស់លាស់បើខាងដល់លេទេដល់ធ្វើការហ្នឹងបងប្អូន អេមិនសមមិញណាបងប្អូនខ្ញុំប្រាប់គាត់ឡាយគាត់អត់បានបោះ link ចូលក្រុមទេខ្ញុំចេះ check មើលក្នុង message រហូតហើយអត់ឃើញមានគាត់បោះ link ចូលហើយខ្ញុំស្មានតែគាត់អត់ផ្សាយតាហើយឥឡូវគាត់មករករឿងខ្ញុំទៀតឃើញទេ ថ្ងៃនេះចុះខ្លាំងម៉េះដល់ view មានតែ80នាក់85នាក់ អីខ្ញុំមិនដឹងដែររឿងហ្នឹងមកពីបងប្អូនយើងអ្នកទស្សនាក៏បាន share ថ្ងៃមុនយើងរករឿង share ហ្នឹងមានន័យឡើងដល់ជិត200ហ៎បងមានតែអ្នកមើលក៏អត់ share នេះបងប្អូនណាចូលដល់រឿងទី2គឺថៃដាក់បរិយាកងតំណ14ទីតាំងទៀតនៅច្រកបឹងតកូនដែលលេមានស្អីចង់បញ្ចេញទេ ខ្ញុំចង់សួរបងប្អូនតើខាងព័ត៌មានរបស់រដ្ឋាភិបាលតកូលហ៊ុនហ្នឹងមាននេះទេមានផ្សាយទេរឿងដែលគេចូលយកថែមទីតាំងហ្នឹង ខ្ញុំដកស្រង់ fresh news នេះ អូខេឥឡូវរៀបរាប់តើរឿងគេចូលយកហ្នឹងទៅហើយការបានប្រដឹងទៅ fresh news មកឥឡូវខ្មែរຕົកចិត្តទៅជាខ្មែរនៅក្រៅប្រទេសរៃលុយគ្នាទៅជួលមេធាវីប្តឹងទៅហើយវានាំគ្នាមករករឿងក្រមសម្បត្តិឲ្យពួកគាត់ប្តឹងសៀមទៀតហើយឥឡូវវាទៅអាណាឆ្កែសៀមឲ្យពិតប្រាកដឥឡូវនេះ អូខេឥឡូវខ្ញុំអានសារព័ត៌មានរបស់ Fresh News គេចុះផ្សាយថានៅព្រឹកថ្ងៃអាទិត្យទី23ខែសីហាឆ្នាំ2021ក្រុមអ្នកសង្កេតការអាស៊ានប្រចាំព្រះរាជអាណាចក្រកម្ពុជាខ្ញុំមិនចង់អានឈ្មោះវែងបងប្អូនវាអត់ន័យដឹកនាំដោយប្រធានបេសកកម្មអ្នកសង្កេតការអាស៊ានពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការផ្ទៀងផ្ទាត់របាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនឹងត្រូវត្រួតពិនិត្យការដាក់ពង្រាយកុងតេន័រកាន់កាប់ដែលខុសច្បាប់របស់យោធាថៃនៅទីតាំងចំនួន14គេវាទទួលស្គាល់ដែរគេទទួលស្គាល់ដែរគេថាថៃដាក់ពង្រាយមែនហ៎មានទូកុងតេន័រសម្រុក44នៅចំណុចតំបន់ច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពុកខេត្តបន្ទាយមានជ័យដែលបណ្ដោយឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7873នាក់ស្មើនឹង180បងប្អូនស្មើនឹង1869គ្រួសារក្នុងនោះមានកុមារចំនួន1847នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានឡើយអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាការចុះសង្កេតការផ្ទាល់ទាត់នឹងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមសង្កេតការអាស៊ានគូសបញ្ជាក់ពីភាពចាំបាច់ដាច់ខាតនៅក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចចែងនៅក្នុងចំណុចទី4នៃសេចក្តីប្រកាសរួមឆ្វេងភាគីអានេះវាចង់បានរឿងឆ្វេងភាគីនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូតកម្ពុជា GBC ថ្ងៃទី27ធ្នូ2025ដើម្បីអនុញ្ញាតឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅរំនៅឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយសខ្ញុំឆ្ងល់ថាវានិយាយតែអញ្ចឹងហើយបើថៃទៅតែបន្តដាក់បណ្ណាលុះថៃនៅតែបន្តដាក់កុងតេន័រអញ្ចឹងហើយតើយើងធ្វើម៉េចឲ្យប្រជាជនទៅនៅបានឆ្ងល់និយាយតែដដែលខ្ញុំកន្លែងនេះខ្ញុំអត់យល់មែនទេណាបងប្អូនបើវាអត់មានចាត់វិធានការអីដើម្បីទប់ស្កាត់ថៃផងហ្នឹងហើយវាគិតថាកិច្ចព្រមព្រៀងឃើញយើងសញ្ញាចុះហត្ថលេខាទទួលស្គាល់កិច្ចព្រមព្រៀងហ្នឹងតើថាយើងចូលជើងណានៅហ្នឹងហើយបើថៃចូលជើងណានៅទៅហ្នឹងគេពាត់យកហើយដីហ្នឹងគេថាដីរបស់គេហើយយើងប្រមមួយគេដល់គេវាយបានដៃណាគេយកដៃហ្នឹងហើយយើងខ្ញុំអត់យល់កន្លែងហ្នឹងហើយពួកវាអត់និយាយសោះខ្ញុំឃើញតាចេមសុកឡុងវាអត់និយាយរឿងសៀមពាត់យកដីហ្នឹងសោះវាមកចោទថាតំបន់អបគុំតំបន់រំដោះហើយណាចោទសម្ដីគឹមសុកនិយាយថាស្អីតំបន់រំដោះអីហ្នឹងចោទតែយ៉ាងចូលដៃជាមួយសៀមចឹងវិញវាគឺថាធ្វើមិនដែលបាត់បង់ទឹកដីហ្នឹងហើយទីមទាដីត្រឡប់មកវិញបើរបបតកូលហ៊ុនហ្នឹងវាអត់បានការចោមសៀនមិនអាចទីមទាមកវិញបានវាអត់ជិះ
របបហ្នឹងអ្នកកាន់អំណាចអ្នកដឹកនាំប្រទេសវាអត់ចោតវាមិនចោតតែយើងដែលអត់មានកាន់អំណាចទេខ្ញុំស្គាល់ច្រាស់អញ្ចឹងអាហ្នឹងបងប្អូនខ្ញុំឆ្ងល់មែនទេណាអានេះឧទាហរណ៍ថាខ្ញុំមិនចង់និយាយបងប្អូននិយាយទៅវាជាជ្រុលឧទាហរណ៍ថាប្រពន្ធឬចាប់លោវាទៅចោតតលេអត់ដឹងអីផងណា អូកុំពោបងតាឈាមខ្ញុំហ៎តាឈាមខ្ញុំមានតែគេលោវិញខ្ញុំគិតលោគេអត់មានទេ ប្រៀបទៅអញ្ចឹងយើងប្រៀបទៅអញ្ចឹងតើយើងយល់ទេយើងអ្នកកាន់អំណាចទេយើងអ្នកកាន់អំណាចយើងអ្នកដឹកនាំប្រទេសយើងអ្នកកាន់តកូលដល់ពេលគេចូលមករំលោភកាត់យកដីយើងអត់ហ៊ានទៅទៀមទាតតាំងជាមួយចៅប៉ុន្តែទៅចោតអ្នកគ្នាឯងនោះដែលចង់ឲ្យយើងតតាំងមួយចោលថាហ្នឹងយើងចូលដៃមួយសៀមយើងមិនដឹងនិយាយមិនទៀតឲ្យពួយវាយល់ទេមែនតើបើវាមិនហ៊ានអត់មានសមត្ថភាពទេនៅស្ងាត់ស្ងៀមទៅថាឥឡូវនេះបងប្អូនយើងក៏បាត់បង់ទឹកដីនរណាក៏ស្ដាយដែរប៉ុន្តែយើងកំពុងធ្វើការទៀមទាដោយតាមលទ្ធភាពយើងចុះសង្កេតការយើងប្តឹងអន្តរជាតិយើងតាក់ទងនឹងប្រទេសមហាអំណាចមួយចំនួនឲ្យជួយដោះស្រាយយើងនិយាយចឹងយើងអស់ចិត្តណាបងប្អូនព្រោះថាយើងក៏មានសមត្ថភាពវាយតតាំងជាមួយគេវិញប៉ុន្តែអានេះអួតចុយមកអួតឃើញចិនឲ្យរត់ក្រោះប្រមាណគ្រឿងហ្នឹងគេថាអួតគេថាកុំឲ្យមានផ្ទុះលើកទី3សោះអាសៀមឲ្យប្រយ័ត្នខ្ញុំខ្លាចតែអាសៀមដាក់មកប្រាវទៀតបងប្អូនរត់ក្រោះហ្នឹងសង្ស័យចូលឃ្លាំងចេញពីឃ្លាំងតននេះមែនទេបងពួកអានឹងថោកទៀតមិននៅមានមុខអីអួតទៀតបាយដឹងអារឿងគាត់រកក្រោះនឹងព្រាមព្រាមវាធ្វើការរិះគន់អារឿងរកក្រោះនឹងព្រាមអារឿងឲ្យទៅហ្នឹងដឹងចិនគេចេញមកលួងលោមសៀមថាម៉េចទេគេហ៊ានធានាឲ្យអាងរត់ក្រោះហ្នឹងមិនត្រូវបានយកមកប្រើក្នុងចម្បាំងខ្មែរសៀមទេចុយអញ្ចឹងឲ្យយកឲ្យទៅរកក្រោះពីចិនយកមកធ្វើអីបាទចិនគេចេញទៅខំទៅនិយាយលួងចិត្តសៀមថាអាហ្នឹងគឺគេធានាឲ្យអត់មានយករកក្រោះចិនទៅវាយជាមួយសៀមផងហ្នឹងហើយឲ្យមានផេះអីទៀតស្អីគេមិនដាច់ថៃក្បាលអំបែងទេទៀតហើយមួយទៀតដលេមួយទៀតដែលចិនវាឲ្យបកគលឲ្យនាវីចម្បាំងមួយទៅខ្មែរអូគេអួតនាវីចម្បាំងការពារដែនសមុទ្រស្រាប់ឥឡូវអាសៀមវាទិញប្រមាណគ្រឿងវាទិញអានាវីមួយទឹកមកទៀតដើម្បីបង្ហាញថាវាការពារព្រំដែនទឹកវាតាមបក្រាបរហូតវាតាមផ្ចាញ់រហូតហើយនាវីមួយទឹកបងប្អូនតប្រទេសតែវារីកចម្រើនមហាអំណាចដែរបាទបានមាននាវីមួយទឹកបងប្អូនអានាវីមួយទឹកហ្នឹងគឺតម្លៃថ្លៃណាស់យើងប្រទេសធម្មតាអត់មានទេសង្ស័យយួនសៀមវាមានទេគេសូម្បីតែសិង្ហបុរីឬម៉ាឡេមិនទាន់មានផងបើជប៉ុនកូរ៉េប្រហែលមានបាទអូខេឥឡូវចូលដល់សំណួរបងសុសាដែរគាត់ថាអាសៀមឡុងវាថាវាបបួលដាលេទៅចោះចូលស្រុកខ្មែរដាលេវាបងសៀងសុសាបើឲ្យលើកតែឈ្មោះមួយអញ្ចឹងអត់អីវាចង់បំបែកបំបាក់ទេការពិតវាហៅទាំងអស់ក្រុមការងារ NESCA យើងគេហៅទាំងអស់គេហៅដល់ខ្ញុំទៀតអាបិសានិយាយអញ្ចឹងទៅតើថ្ងៃណាប្រមូលទៅស្រុកខ្មែរតាំងបកាច់នេះខ្ញុំឆ្លើយជាមួយវាម្សិលមិញរួចហើយបងប្អូនណាគេណាស្រុកខ្មែរអញគួរទៅទេថ្ងៃក៏ទៅដែរប៉ុន្តែបន្ទោលហ៊ុនវាលំសិនឥឡូវទៅស្រុកខ្មែរទៅឥឡូវធ្វើស្អីឲ្យអញទៅលូនក្រាបជាមួយព្រោះតកូលហ៊ុននឹងដោយពូវាខ្ញុំទៅមិនកើតទេបងប្អូនខ្ញុំមករស់នៅធំក្នុងក្តីស្រុងនេះខ្ញុំអត់ស្គាល់រឿងលូតក្រាបសាពះអ្នកណាទេក្នុងមនុស្សដូចគ្នានឹងដើម្បីផលប្រយោជន៍តិចតួចនឹងខ្ញុំពើមអញសុខចិត្តរស់នៅអាមេរិកមិនជន់ស្រុកខ្មែរក៏បានដែរវាដែលមានប្រទេសណាសบายជាងអាមេរិកទៀតបងប្អូនណាចង់ធ្វើអីក៏បានអត់មានព្រួយបារម្ភខ្លាចអត់បាយស៊ីអត់មានព្រួយបារម្ភខ្លាចគេរឹបអូសយកផ្ទះខ្លាចគេយកដីណាបងសុសាក៏ថាមានតែអាសៀមឡុងទេនៅអូកាច់គោមិនអូកាច់គោទេដែលសៀមមិនយកទឹកដីខ្មែរជាង70កន្លែងអូអាហ្នឹងវាដឹងខ្យល់អីបងប្អូនណាហេតុអីបានយើងដឹងថាកាពិតអ៊ំសំអានគាត់រកឃើញ71កន្លែងសុបយើងសួរថាហេតុអីបានជាយើងដឹងទីតាំងទាំងអស់ហ្នឹងយើងសុកហេតុអីយើងដឹងហ្នឹងបងប្អូនណាសិតតែកងទ័ពដែលឈោជើងទៅជួមុខហ្នឹងណាគាត់បញ្ជូនដំណឹងមកឲ្យព័ត៌មានទាំងអស់កងទ័ពយើងដែលឈោជើងមុខហ្នឹងគាត់ដឹងទាំងអស់គាត់ផ្ញើទីតាំងផ្ញើនឹងមកឲ្យក្រុមការងារ$23របស់យើងលោកអ៊ំសំអាន
គាត់មានតំណែងជាមួយកងទ័ពច្រើនណាស់តំបន់ណាគេប្រាប់នោះសៀមចូលជើងកន្លែងណាគេប្រាប់នោះសំបីតែនៅថ្មដាហ្នឹងសៀមកាន់កាប់4កន្លែងពីមុនខ្ញុំយើងរកឃើញតែ3កន្លែងឥឡូវវាឡើងដល់4កន្លែងហើយដែលសៀមកាន់កាប់ហើយអាកាសណូដែលសៀមវាយបានហ្នឹងវាកាន់កាប់ទាំងអស់ហើយវាឈុះឆាយចោលផ្ទិចហើយបងប្អូនវាយកទាំងកាសណូរបស់លីយ៉ុងផាត់ហ្នឹងធ្វើជាលានដ្ឋានធ្វើជាកន្លែងតូបប្រឡោះកោះយាមវាទៀតហេបងប្អូននៅអូស្មាច់នៅអានច្រកអានសេះគឺសៀមគ្រប់គ្រងទាំងអស់សៀមកាន់កាប់ទាំងអស់សៀមវាមកដាំឈើវាពាត់យកដីវាធ្វើវាសាងសង់រូបចម្លាក់រូបព្រះពុទ្ធសាងសង់ហើយនៅតំបន់ណាមួយនោះដូចភ្នំ350បងប្អូនណាសៀមវាបានសង់រូបដូចជារូបព្រះពុទ្ធប៉ុន្តែស្តៀងគ្នានឹងរូបចម្លាក់នៅបាត់ដំបងលោកតាដំបងកយូងណាសៀមវាសាងសង់មួយស្តៀងគ្នាចឹងបងប្អូនណាខ្ញុំមិនដឹងថាវាមានកលល្បិចអីតទៀតទេបាទកន្លែងហ្នឹងរីហ៊ូឆ្លងទ្វីបថាគេស្គាល់ទោសស្អំចិត្តពលរដ្ឋទេជាក់ស្ដែងគេកាត់ឲ្យគេហើយបើពុំនោះទេប្តឹងទៅតុលាការអន្តរជាតិICJ ហើយបាទត្រឹមត្រូវរាហ៊ូឆ្លងទ្វីបជាការពិតចឹងមែនណាបើសិនតែយើងការពារទឹកដីការពារឲ្យពិតប្រាកដមែនណាយើងដាក់ពាក្យប្តឹងតាំងពីដើមមកធ្វើក្រុមយើងអ្នកជាតបតៃនៅក្រៅប្រទេសយើងឲ្យប្តឹងតាំងពីដើមមកតាអានេះពួករបបតកូលហ៊ុននេះខ្ញុំប្តឹងតាំងពីដើមមកហើយខ្ញុំមិនបញ្ជូនទ័ពទៅឲ្យច្បាំងជាមួយថៃឲ្យស្លាប់ចឹងទេយើងដឹងថាយើងអត់មានអាវុធទប់ទល់មួយថៃទេយើងធ្វើជាសង្គ្រាមឆ្លូបវិញឲ្យសៀមវិជុលការពិតយើងប្រមូលផតតាំងអស់ដើម្បីដាក់ប្តឹងដល់អន្តរជាតិហើយយើងនឹងវាយលៀបរំខានវាកុំឲ្យសៀមវាបានសក់មកពីព្រោះយើងអត់មានយន្តហោះទៅទប់ទល់មួយគេទេកុំសំដីដោយហ៊ុនសែនចេះតែអួតថាអូសំណាញ់មេសៀមតម្លាក់ខ្ទេចប៉ុណ្ណឹងឃើញមានសំណាញ់មេពីណាមកសូម្បីតែអ្នកកសែតបងអូនអ្នកកសែតម្នាក់និយាយវ៉ហ៊ុនសែនថាឲ្យបញ្ចេញសំណាញ់មេមកគឺជាប់គុកដោយសាររឿងសំណាញ់មេហ្នឹងទេបងប្អូនខ្មែរម្ចាស់ប្រទេសបងអ៊ុយបន្ថយសម្លេងពាក្យកណ្ដាលទៅផ្ស៊ីគ្នាវាតំពុំខ្ញុំផ្សាយរាល់ថ្ងៃកាន់ឡោះបាទហ្នឹងខ្ញុំចង់ផ្សាយដែរសម្លេងមិនសាយមិនសូវលឺទេសម្ដែងតែលេងលឺខ្លាំងអើយឥឡូវហ្នឹងខ្ញុំឆ្ងល់ហើយបាទបងប្អូនប្រហែលជាខ្ញុំមានម៉ាស៊ីនត្រជាក់សម្លេងបងប្អូនឮសម្លេងម៉ាស៊ីនត្រជាក់ខ្លាំងហើយសម្លេងហ្នឹងអាចធ្វើឲ្យខ្លាំងធ្វើឲ្យសម្លេងខ្ញុំឮមិនច្បាស់កន្លែងហ្នឹងខ្ញុំមិនដឹងមិនទេបងប្អូនបើឮអត់ច្បាស់អញ្ចឹងខ្ញុំឮខ្សោយបងប្អូនបាទឮខ្សោយរត់លើកមើលខ្ញុំទិញមីក្រូហ្វូនផ្សេងមួយទៀតចាំដាក់អញ្ចឹងបើវាកាន់តែខ្សោយអញ្ចឹងឥឡូវឮច្បាស់ឬខ្លាំងយ៉ាងហ្នឹងឯងបងប្អូនសង្ឃឹមថ្ងៃមួយឆ្នាំកន្លងមកហើយតាំងពីសៀមចូលមកដែនដីខ្មែរឮតែតកូលហ៊ុនច្រៀងដដែលស្ងាត់ស្ងៀមហើយសូមចរចារហូតតើប្រជារាស្ត្រខ្មែរស្ដាប់មិនធុញទ្រាន់ទេឬចម្ងល់ទេបាទសេចសំណាងប្រទេសប្រជាធិបតេយ្យអ្នកណាក៏ចង់រស់នៅពលរដ្ឋគេសម្បូរសប្បាយគ្មានខ្វល់ឬជីវភាពពេលចាស់ជរាមានគេចិញ្ចឹមទៀតបាទត្រឹមត្រូវហើយមានសិក្ខាព្រំក៏អាចស្ដាប់បានបាទខ្ញុំដំឡើងហើយបងប្អូនខ្ញុំដំឡើងហើយនៅមានបងប្អូនខ្លះគាត់ឮច្បាស់តើដនឡាប់ខ្មែរគាត់ថាឮច្បាស់អូខេឥឡូវខ្ញុំអានបញ្ចប់នេះបងប្អូនដើម្បីយើងបញ្ចប់ការផ្សាយប៉ុណ្ណឹងចុះថាកម្ពុជានៅតែប្រកាន់ចំហយ៉ាងម៉ឺងម៉ាត់ក្នុងការការពារព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិនបារាំងសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន MOU ឆ្នាំ2000ឆ្នាំ2003
ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារនានាដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកក្នុងនេះកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយការចេញពីការប្រើប្រាស់កម្លាំងនិងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតបង្កហេតុសម្រាប់លើទីតាំងជាក់ស្ដែងនោះឡើយនឹងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនៅរាល់សកម្មភាពឯកតោភាគីសកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាបាទហ្នឹងហើយអស់ហើយតែប៉ុណ្្នឹងហើយបងប្អូនគឺពិស្លាវ clear បាទអរគុណមិនមែនទេគឺសំឡេងបងអុយខ្លាំងជាងបាទហ្នឹងហើយបងប្អូនឃើញទេអ្វីយើងអត់ទទួលស្គាល់បើអត់ទទួលស្គាល់ខ្ញុំសួរចេះបើយើងអត់ទទួលស្គាល់ហេតុអីយើងសុខចិត្តទៅសញ្ញេកាលពីឆ្នាំ2025ហ្នឹងឲ្យទាសីហាទៅសញ្ញេជាមួយសៀមដែលមានដូណាល់ត្រុំជាអធិបតេយ្យភាពយើងទទួលស្គាល់ថាឈោះជើងនៅទៅណានៅទៅហ្នឹងបើយើងទទួលស្គាល់កន្លែងហ្នឹងហើយមានន័យថាយើងកាត់ទឹកដីឲ្យសៀមហើយហេតុអីយើងមិនតវ៉ាពីហ្នឹងថាឥឡូវយើងសញ្ញេបត់ជប់បាញ់គ្នាប៉ុន្តែសៀមត្រូវត្រឡប់ទៅទីតាំងដើមមកវិញកាលពីមិនទាន់មានសង្គ្រាមអាហ្នឹងបានយើងអាចចរចាបានប៉ុន្តែឥឡូវនេះបើសៀមវិព័ន្ធយកដីទាំងអស់ហើយយើងគោរពសន្ធិសញ្ញាបារាំងសៀមយកផែនទីຂະຫນាត1លើ200,000យើងសុំសួរតាំងពីសង្គ្រាមរហូតមកពេលនេះតើរបបភ្នំពេញនឹងដែលបញ្ចេញផែនទីឲ្យពួកយើងឃើញទេឲ្យប្រជាជនបានឃើញទេផែនទីຂະຫນាត1លើ200,000ហ្នឹងហើយតើរបបភ្នំពេញហ្នឹងដើម្បីបញ្ជាក់នេះនៅក្នុងຂະຫນាតផែនទី100,000នេះថៃចូលមកដល់ទឹកដីខ្មែរចម្រូវណាដែលពួកវាបញ្ចេញប្រាប់ឯកន្លែងហ្នឹងអត់បញ្ជាក់ប្រាប់យើងសោះយើងខ្ញុំស្រាវជ្រាវរ៉ូបឺខ្ញុំធ្វើការជាមួយលោកអ៊ុំសមាននៅខាងព្រំដែនផែនទីទឹកដីដែលបាត់បង់ទាំងប្រមាណវាអត់ឃើញបញ្ជាក់ថារបបភ្នំពេញហ្នឹងធ្វើអស់នឹងដើម្បីបញ្ជាក់សាធារណជនឲ្យប្រជាពលរដ្ឋខ្មែរបានដឹងទាំងអស់យើងរកឃើញទេបាទរកឃើញកន្លែងហ្នឹងអញ្ចឹងហើយខ្ញុំមានតែស្រាវជ្រាវពីប្រទេសថៃមកវិញពីព្រោះថៃទឹកដីកន្លែងណាដែលវាពាត់យកបានវាធ្វើជាផែនទីរបស់វាបញ្ជាក់ថាទឹកដីរបស់វាអាកន្លែងហ្នឹងហើយដល់ពេលយើងយកមកប្រៀបធៀបទៅគឺបាត់បង់ចូលទឹកដីយើងច្រើនណាស់បាទយកទឹកដីយើងច្រើនណាស់សម្របមកតាំងពីព្រំដែនខ្មែរហើយនឹងសៀមមានចម្ងាយ810គីឡូម៉ែត្រជាង800ជាងបងប្អូនរឿង819ឬ820ខ្ញុំអត់ច្បាស់ទេណាគីឡូម៉ែត្រជាងតាំងពីខេត្តព្រះវិហាររហូតមកដល់ខេត្តកោះកុងដែលជាបង្គោលព្រំដែនចុងក្រោយកន្លែងចាំយាមហ្នឹងគឺបង្គោលព្រំដែនចុងក្រោយហើយចូលដល់ឈៀងឈុងសមុទ្រហ្នឹងគឺយើងបាត់ទឹកដីតាំងពីនឹងរហូតមកបងប្អូនណាតើយើងសង្ឃឹមស្អីបាទចម្រើនយើងចូលរួមជាមួយគ្នាយើងកំពុងចូលរួមមែនតើយើងចូលរួមជាមួយគ្នាតតែរបបភ្នំពេញរបបតកូលហ៊ុនហ្នឹងធ្វើការផងជួយប្តឹងផងឲ្យយើងចូលរួមយ៉ាងម៉េចកើតយើងខំចូលរួមជាមួយយើងជួយដាក់ពាក្យប្តឹងហើយហេតុអីរបបភ្នំពេញនឹងមិនប្តឹងហេតុអីក៏របបតកូលហ៊ុនហ្នឹងមិនព្រមប្តឹងសៀមឲ្យយើងចូលរួមជាមួយគ្នាយ៉ាងម៉េចយើងឲ្យចូលរួមយ៉ាងម៉េចទៀតណាចម្រឿនយើងអត់ដឹងថាការបាត់បង់ទឹកដីនេះគឺដោយសារតែតកូលហ៊ុននឹងកាត់ទឹកដីឲ្យគេហើយយើងឲ្យចូលរួមយើងជាអ្នកឃ្លាំមើលការដឹកនាំរបស់តកូលហ៊ុនយើងឃ្លាំមើលព្រំដែនបាត់បង់តែប្រមាណឲ្យយើងចូលរួមមើលតកូលហ៊ុនវាមិនទៀមទាផងឲ្យយើងតកូលចូលរួមយ៉ាងម៉េចហើយយើងចូលទៅឲ្យវាចាប់ដាក់គុកណាខ្ញុំឆ្ងល់ទេជួយបកស្រាយខ្ញុំផងបងប្អូនជួយឆ្លើយផងមើលបាទចូលរួមតើតែយើងព្រមទទួលសំណើរបស់គេដាក់ផែនការទៅយើងត្រូវយកផែនការមកធ្វើមិនមែនឲ្យតែគេចូលរួមតែអត់លំទោនខ្លួនឯងអត់ធ្វើការផងអួតឲ្យចូលរួមបាទជួបកលាបៃលិនសំឡេងលឺច្បាស់ហើយប៉ុន្តែមកពីតលេលឺខ្លាំងជាងបាទត្រឹមត្រូវតលេគាត់ប្រើទូរស័ព្ទគាត់ប្រើទូរស័ព្ទដៃខ្ញុំប្រើនៅ computer ម្ល៉េះហើយសំឡេងវាខុសគ្នាបន្តិចបាទសង្ឃឹមថ្ងៃមួយចូលរួមប្លន់ថែមដីទីពលរដ្ឋថែមទៀតបាទខ្ញុំអត់យល់ពួកគ្រប់គ្រងរបបតកូលហ៊ុនហ្នឹងវានិយាយមកអត់សមហេតុផលបងប្អូនបើខំមកយើងចូលរួមវាអត់ចូលរួមហើយអត់គិតថាអ្នកណាធ្វើឲ្យបាត់បង់ទឹកដីឲ្យយើងចូលរួមធ្វើការជាមួយចៅកាត់ទឹកដីឲ្យជាមួយចៅឲ្យពួកវាក្បត់ជាតិកាត់ទឹកដីឲ្យសៀមហើយឲ្យយើងចូលរួមកាត់ដីជាមួយគ្នា
យើងអត់ចូលរួមជាមួយយើងទេយើងចូលរួមទប់ស្កាត់យើងហែកលាតត្រដាងទង្វើអាក្រក់របស់តកូលហ៊ុនដែលចូលដៃជាមួយសៀមឲ្យប្រជាជនខ្មែរបានដឹងមិនមែនខ្លួនឯងធ្វើចោលហើយឲ្យយើងទៅចូលរួមជាមួយចោលទេយល់ទេមិនមែនខុសគ្នាពីតកូលគឹមបងប្អូនណាមានតកូលគឹមសខាដែរដែលចូលរួមជាមួយចោលបាទចំពោះយើងមិនចូលរួមមួយចោលយើងនៅបន្តធ្វើការរីគុណបន្តទៀតដល់លុះត្រាតែរបបតកូលហ៊ុននឹងហ៊ានទាមទារទឹកដីត្រឡប់មកឲ្យខ្មែរវិញអានឹងបានយើងឈប់បាទអូខេអញ្ចឹងហើយអស់ហើយបងប្អូនណាខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃនេះបាទយើងជួបគ្នាប៉ុណ្្នឹងចុះបាទបងប្អូនថ្ងៃស្អែកយើងនឹងស្រាវជ្រាវយករឿងព័ត៌មានថ្មីមកនិយាយបន្ថែមទៀតអូខេអញ្ចឹងបងប្អូនជម្រាបលាទាំងអស់គ្នា Good night បាទនេះខ្ញុំមានចាក់ចម្រៀងថ្មីខ្ញុំមិនសារទៀតបងប្អូនស្ដាប់ហើយសំណោះសំណោចយើងរួមដៃគ្នាបន្តដំណើរទៅមុខទៀតបងប្អូនណាមកវិញបើហើយបើមកវិញហើយយើងដាក់បន្ថែមទៀតទៅយើងដាក់បន្ថែមទៀតទៅខ្ញុំថាបិទបញ្ចប់ហើយមុននឹងទូរស័ព្ទអស់ខ្មោចបងហ្នឹងហើយបន្ថែមម៉ាត់ទៅបន្ថែមរឿងអីគេបងដាក់មកខ្ញុំបន្ថែមមកបន្ថែមរឿងអីក៏បានដែរបន្ថែមមករឿងកុងតណូហ្នឹងបន្ថែមមករឿងហ្នឹងបើនេះយើងដាក់រឿងកំ pl ចុងក្រោយទៅចឹងបើចប់ដាក់រឿងកំ pl ចុងក្រោយឥឡូវចឹងអូខេខ្ញុំកំ pl រឿងមួយឲ្យស្ដាប់មានដូនជីម្នាក់បាទដូនជីម្នាក់ហ្នឹងគាត់គឺជាអ្នកគោរពសាសនាបាទគាត់គឺជាអ្នកមានជំនឿសាសនាដ៏មុតមមហើយដូនជីនោះគាត់មានកូនស្រីម្នាក់ហើយសម័យចៃដន្យទៅសម័យថ្ងៃមួយគឺមានលោកមួយអង្គហ្នឹងបានមកមកដល់អាមេរិកហ្នឹងក៏គឺថាបកែអូមអាមសូត្របាលីសូត្រធម៌អីចឹងទៅបោកយាយបោកចាស់ឲ្យជឿអីចឹងទៅយាយហ្នឹងគាត់ក៏លងចិត្តគាត់ក៏គោរពគាត់ក៏ស្រឡាញ់ណាស់ហើយដល់ទៅពេលហើយចឹងទៅគាត់សិតទៅលោកកូនហើយដល់ទៅពេលចៃដន្យអីលោកមួយអង្គហ្នឹងក៏ស្រាប់តែរស់នៅផុតវីសាអាមេរិកបាទរស់នៅផុតវីសាអាមេរិកចឹងទៅក៏ពឹងឲ្យយាយហ្នឹងមានកូនហ្នឹងក៏ជួយហើយមុនដំបូងហ្នឹងយាយក៏ដាក់ឲ្យជួយកូនគាត់ទៅព្រោះកូនគាត់ហ្នឹងជួយទៅយកទៅបន់ទៅនៅឃើញថាលោកហ្នឹងគាត់គិតថាមនុស្សល្អអញ្ចឹងណាដល់ទៅពេលឲ្យជួយឡើងទៅចៃដន្យទៅយាយក៏បែកធ្លាយដឹងរឿងអាហ្នឹងវាស៊ីកូនគាត់ដល់ទៅពេលគាត់ដឹងបងបិសាចបងប្អូនគាត់ស្អប់អានោះវាសឹកហើយពេលនោះវាសឹកហើយគាត់ស្អប់គាត់ស្អប់មុខណាស់ទៅផ្ទះគាត់ឲ្យគាត់មិនឲ្យចូលផ្ទះគាត់ទេគាត់មិនឲ្យចូលផ្ទះគាត់ទេណាអត់ដែលហ៊ានចូលផ្ទះជន់ផ្ទះនៅជាមួយយាយបានទេយាយនៅមកដល់យាយគាត់ស្អប់គាត់ដឹងកាយគាត់ឃើញថាអានេះឯងស៊ីបាយបោកឆ្នាំងតែឯងខំស្រឡាញ់វាយកចិត្តអាណិតវាដូចកូនធွာដល់ពេលទីផ្សារស៊ីបាយបោកឆ្នាំងហ្នឹងហើយក៏យាយហ្នឹងគាត់មិនដែលហៅកូនទេគាត់ការនៅបួសគាត់ហៅលោកកូនដល់ពេលលេងបួសគាត់មិនហៅកូនណាគាត់ហៅតែអាស្វាក្រេះទេបងប្អូនអ្នកខមមិនហ្នឹងចេះខមមិនទៅខ្ញុំមិនដឹងទេបើណានេះខ្ញុំរឿងនេះរឿងកំ pl ចុងម៉ោងទេបងប្អូនណាបាទឬកំ pl ចុងម៉ោងទេអត់មានសំដៅឈ្មោះអ្នកណាទេឬជារឿងនីតិកាលពីព្រេងនាយបងប្អូនកាលពីព្រេងនាយអូយគាត់ស្អប់វាណាស់បងប្អូនហើយពីព្រោះអីវាអត់ចេះធ្វើអីទេគាត់ដឹងការងារកប៉ិចកំប៉ុកអីក៏ឲ្យកូនស្រីគាត់ធ្វើហើយគ្នាមនុស្សស្រីឲ្យសង្ឃឹមថ្ងៃមួយគ្នាជាមនុស្សស្រីឲ្យគ្នាទៅតខ្សែភ្លើងឲ្យគ្នាទៅកាត់ស្មៅឲ្យគ្នាអាការងារប្រុសសោះហ្នឹងឲ្យគ្នាទៅតអំពូលភ្លើងក្នុងផ្ទះដាច់ហ្នឹងក៏ឲ្យគ្នាទៅធ្វើថាវាអត់ចេះដល់ទៅអត់ចេះទៅគ្នាខាងស្រីហ្នឹងថាឥឡូវគ្នាបរៀនប្រាប់ឲ្យធ្វើទៅដឹងហើយចេះហើយគេថាប្រាប់មិនគេមិនចេះដែរគេអត់ចេះសោះខាងហ្នឹងអានេះវាខុសវាចង់ប្រើតែកូនស្រីការងារទៅកំពុកចឹងវាឲ្យមនុស្សស្រីធ្វើដែរហ្នឹងហើយបាននិយាយគាត់ស្អប់ហ្នឹងហើយពុត្រានេះអើយចេះតែថាខមមិនទៅឈ្មោះអ្នកណាណៃអត់ទេខ្ញុំនិយាយរឿងកាលពីព្រេងនាយហើយទៅដើរលេងណានិយាយក៏ដឹងខូចណាស់ទៅដើរលេងណាទិញអីវ៉ាន់ទិញរបស់របរអីណាបងប្អូនណាឃើញឧទាហរណ៍ថាឃើញយន្តការល្អចង់បានឃើញអាវល្អអាវ brand ល្អចង់បានណាគេលើកបង្ហាញទៅខាងស្រីគេស្រឡាញ់អានេះស្រឡាញ់អានោះហើយដល់ពេល
ឲ្យខាងស្រីពីមុនគ្នាអាណិតគ្នាទិញឲ្យដល់ពេលក្រោយមកគ្នាធុញដែររបៀបដូចថាចង់អស់ចិត្តដែរស្រឡាញ់ទិញទៅដល់ពេលគេប្រាប់អញ្ចឹងដាក់ចុះវិញអត់ទិញប៉ុន្តែបើសិនជាដាក់គេរើសដាក់ឲ្យអូគេយកគេអស់ខ្ញុំថាអូយអានេះអូអញឲ្យអញខ្ញុំនិយាយតែប៉ុណ្្នឹងបានទេបងប្អូនកុំឲ្យបែកគ្នារឿងអីទៅច្រើនអានេះរឿងការពីព្រេងនាយទេហើយកុំចេះទៅខមមិនគេខ្លាចឈ្មោះអ្នកឈ្មោះអីហ៎បើគិតអញ្ចឹងបើតាមខមមិនបងប្អូនរឿងនេះដូចមិនមែនរឿងព្រេងនិទានអាចកំបាំងទេបងប្អូនដឹងថាបងតែតែពួកគាត់យល់ពួកគាត់គិតទេប៉ុន្តែរឿងដែលខ្ញុំនិយាយហ្នឹងគឺការពីព្រេងនាយមកណោះតាំងពីសម័យការពីព្រេងនាយពីសម័យព្រេងនាយណាវាមានអាមេរិកមានអីវាទៅអញ្ចឹងវាជន់កែងខ្លួនឯងខ្ញុំដឹងហើយចេះបងប្អូនឥឡូវខ្ញុំមានរឿងមួយចង់ប្រាប់បងប្អូនណាហ៊ុនសែនគេទទួលបានចៅទី23មួយទៀតហើយបងប្អូនណាជួយអបអរសាទរទេឬក៏យ៉ាងម៉េចអើយបងអើយខ្ញុំនិយាយទៅក្មេងគ្នាវាអត់ទោសអត់កំហុសទេជួយអបអរសាទរហើយសង្ឃឹមថាកូនដែលកើតមកក្រោយគេហ្នឹងមិនជាប់ឈ្មោះប្រឡាក់បលោះស្អុយតទៅអនាគតបងប្អូនណាទង្វើដែលហ៊ុនសែនធ្វើនេះណាស្អុយតពូជតពងតតកូនណាចៅរហូតទៅដល់ចៅទៀតណាអត់រួចខ្លួនទេណាអាហ្នឹងអត់ជាប់មិនដលេកើតមកព្រាមតិចទៀតគេវិធីបកកកូនគេចូលប្រាក់លៀនលើប្រាក់លៀនរកបាញ់ចឹងមកថាហ៊ុនសែនគេសប្បាយចិត្តហើយគេទទួលបានចៅទី23មកគេតែតានកូន3មកចៅច្រើនណាកូន3ណាបងក៏ប្រុស3ស្រី2 5ប៉ុន្តែកូន5ម្នាក់កូន3ឬក៏ហ៊ុនម៉ាណែតកូន3មានតែមួយនោះទេហ៊ុនម៉ាណែតទេយើងអត់ដែលឃើញលេចឈ្មោះអីក្នុងសង្គមណាបាទគឺស្ងាត់ស្ងៀមបងបើហ៊ុនម៉ាណីអូហ្នឹងហ៊ុនម៉ាណែតស្អុយឈ្មោះដូចគ្នាពីរនាក់ហ្នឹងហើយកូនស្រីហ្នឹងហ៊ុនម៉ាណាហ្នឹងក៏ឮឈ្មោះមិនល្អដែរប៉ុន្តែមួយទៀតហ៊ុនម៉ាលីសអីហ្នឹងគឺអត់សូវឮឈ្មោះអាក្រក់ទេខ្ញុំនិយាយទៅបងប្អូនបើយើងចៅទី23ហើយបងប្អូនចាំមើលតាកម្មវិធីបកកកូនគេដឹងហើយបងប្អូនតើគេតុបតែងមកណាគាត់ផ្កាគេបែររៀបចំមិនលានដុល្លារបងប្អូនគេចាំឯកាលពីឆ្នាំណាកូនអ្នកណារៀបការនោះមិនមែននាយករដ្ឋមន្ត្រីផងដូចស្អីកូនរបស់ភូមិស្រីទេគាត់ណារៀបចំពិធីការតុបតែងហ្នឹងបងប្អូនគេថាអស់1លានដុល្លារណាបងប្អូនគាត់ថាតុបតែងការលម្អហ្នឹងសុំ1លានដុល្លារឲ្យយើងគិតមើល10 minutes ហើយយើងចំណាយយើងចំណាយលុយដល់ថ្នាក់ហ្នឹងបាទ